chôm mà lột cả lon sợ sắp bắt cáo đây anh xong tôi muốn ấy đừng bán đây mấy phèn hơi sắp ní mình ai bố chia nơi dục ní bán téបើសពនេះមិនអាចបូជានៅយប់នេះបាននោះច្បាស់ជាមានរឿងធំជាមិនខាន រឿងធំនឹងរឿងអីគេតានិយាយចំមកខ្ញុំខ្លាចណា មានរឿងស្អីទៀតក្រៅពីវាខ្លាចទៅជាខ្មោចលងពេញភូមិហ្នឹងហើយច្បាច់និយាយចំវិញ បើបូជាមិនបាននៅមានវិធីមួយទៀតគឺត្រូវតែបញ្ចុះក្នុងយប់នេះជាដាច់ខាត ទោះបីមានរឿងអីក៏ដោយក៏មិនត្រូវឲ្យមឈូសនេះប៉ះដីដាច់ខាត់ធ្វើយ៉ាងណាឲ្យដល់កន្លែងបញ្ចុះសិន សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងបែបរន្ធត់របស់ខ្មែរយើងថ្មីមួយទៀតលើកយកមកធ្វើការបកស្រាយជូនអ្នកទាំងអស់គ្នាសន្តាប់ដោយសាច់រឿងមួយនេះគឺនិយាយអំពីសពមួយដែលត្រូវដល់ថ្ងៃបូជាទៅហើយប៉ុន្តែបែរជាមិនទាន់អាចបូជាបានគឺដោយសារតែយប់នៃការបូជានោះបែរជាមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យសពនោះគឺត្រូវបានគេដង្កល់ទុកសិនប៉ុន្តែចំពោះការដង្កល់សាកសពមួយនេះទុកវាមិនមែនជារឿងល្អនោះទេដោយសារតែសាកសពមួយនេះគឺជាសពដែលស្លាប់ដោយតៃហោងអញ្ចឹងបើសិនជាមិនព្រមបូជាតាមថ្ងៃកំណត់នោះទេនោះសាកសពនឹងคล้ายទៅជាខ្មោចនិងលងពេញភូមិតែម្ដងបើសិនជាចង់ទុកសាកសពសិនក៏ទុកមិនបានប៉ុន្តែបើសិនជាចង់បូជាក៏បូជាមិនកើតដោយសារតែមេឃភ្លៀងធ្លាក់ខ្លាំងពេកដូច្នេះដើម្បីចង់ដឹងថាតើអាចារ្យភ្លុកគាត់នឹងដោះស្រាយរឿងរ៉ាវមួយនេះដោយវិធីណាហើយអ្នកភូមិត្រូវបានជួបជាមួយនឹងរឿងរ៉ាវអ្វីខ្លះពីការលើកបន្លាយរបស់សាកសពមួយនេះសូមចូលទៅសន្តាប់ការបកស្រាយសាច់រឿងរបស់ admin ទាំងអស់គ្នាតែម្ដងទៅផ្ដើមនៃសាច់រឿងដំបូងនឹងគឺនិយាយអំពីបរិសម្នាក់ដែលគាត់មានឈ្មោះថាវ៉ាន់គាត់មានអាយុប្រមាណត្រឹមតែ24ឆ្នាំតែប៉ុណ្ណោះហើយគាត់ក៏មានឪពុកម្នាក់ផងដែរដែលជាអាចារ្យភ្លុកហេតុនេះហើយបានជាវ៉ាន់គាត់តែងតែជួយកិច្ចការងារឪពុករបស់គាត់ជាពិសេសវ៉ាន់គាត់មានឡានចាស់មួយសម្រាប់ដឹកសាកសពយកមកធ្វើការបូជារាល់ពេលដែលសាកសពណាត្រូវបានគេជួលឲ្យគាត់ទៅដឹកឯហ្នឹងគឺគាត់តែងតែយករថយន្តនោះយកទៅដឹកសពដើម្បីយកសពនោះយកមកឲ្យឪពុករបស់គាត់ធ្វើការបូជាហើយរាល់ពេលទៅដឹកសពម្ដងគឺឪពុករបស់គាត់តែងតែទៅជាមួយនឹងគាត់ដែរដោយសារតែឪពុករបស់គាត់គឺជាអាចារ្យភ្លុកគាត់គឺចេះនៅបាលីមួយចំនួនដើម្បីការពារនៅពេលដែលខ្មោចនោះវាคล้ายទៅជាខ្មោចតែហោងហើយនឹងលងបន្លាចនៅពេលដែលដឹកត្រឡប់មកផ្ទះវិញហើយនេះហើយវ៉ាន់គាត់មិនសូវជាបារម្ភអ្វីនោះទេចំពោះការដឹកសាកសពមួយនេះហើយគាត់ក៏បានរកបានកម្រៃមួយចំនួនដែរសម្រាប់ចិញ្ចឹមជីវិតពីមុខរបររបស់គាត់ប៉ុន្តែថ្ងៃមួយឪពុករបស់គាត់ដែលជាអ៊ំរ៉ាក់ហ្នឹងគឺរវល់តែទៅពិធីបុណ្យសពរបស់គេដូច្នេះស្រាប់តែមានខាងប៉ូលីសបានខលមកតាក់ទងទៅកាន់វ៉ាន់ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍មួយត្រូវបានកើតឡើងសាកសពដែលត្រូវបានជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍នោះគឺថាស្លាប់ឡើងខ្ទេចមុខតែម្ដងមើលមិនស្គាល់ថាជាអ្នកណានោះទេបើតាមការស្មានរបស់ប៉ូលីសប្រហែលជាអ្នកដែលមកពីចម្ងាយចឹងឲ្យបានជាគេមើលទៅដូចជាមិនស្គាល់ភិនភាគរបស់ជនដងគ្រោះនោះទាល់តែសោះជាពិសេសសំបីតែម៉ូតូនឹងក៏មិនមានផ្លាកលេខថែមទៀតហើយគឺត្រូវបានរថយន្តមួយគ្រឿងនឹងបុករហូតធ្វើឲ្យគេនឹងស្លាប់បាត់បង់ជីវិតចំណែកឯរថយន្តដែលបង្កគ្រោះថ្នាក់នោះបន្ទាប់ពីបុករួចហើយក៏បានរត់ទៅបាត់ទៅដោយសារតែការពីជំនាន់នឹងមិនសូវជាមានម៉ូតូឡានច្រើនប៉ុន្មាននោះទេដូច្នេះនៅពេលយប់ឡើងដែលជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍បែបនេះគឺពិបាកនៅក្នុងការស្វែងរកជនបង្កហេតុខ្លាំងណាស់ហេតុនេះហើយគឺនៅសល់តែម៉ូតូជាមួយនឹងជនរងគ្រោះតែប៉ុណ្ណោះដែលនៅដេកស្លាប់នៅលើផ្លូវចំណែកខាងប៉ូលីសវិញបន្ទាប់ពីមកដល់ពេលនឹកឃើញថាគាត់បានស្លាប់បាត់បង់ជីវិតចំណែកឯមុខវិញខ្ទេចខ្ទីមើលឡើងលែងយល់ទៅហើយទៀតនោះគឺមិនបាច់ចាំហៅគ្រូពេទ្យអីនោះទេគឺមានតែហៅនីវ៉ាន់ដែលជាកូនអាចារ្យភ្លុកមកដឹកសពនេះយកទៅបញ្ចុះតែប៉ុណ្ណោះរងចាំសញ្ញារបស់គេស្វែងរកចាំយកឆ្អឹងនោះយកទៅធ្វើបុណ្យតាមប្រពៃណីហើយសាកសពនោះគឺមិនអាចតម្កល់ទុកបាននោះទេដោយសារតែវាបែកសាច់ឡើងខ្ទេចបាត់ទៅហើយបើសិនជាទុកនឹងគឺពិតជាអាក្រក់មើលខ្លាំងមែនតែនហើយឆាប់ហើមស្អុយថែមទៀតអញ្ចឹងហើយបានជាខាងប៉ូលីសបន្ទាប់ពីធ្វើកាសវិច័យនិងកត់របាយការណ៍ហើយគេក៏បានឲ្យនីវ៉ាន់យកសាកសពនោះយកទៅបញ្ចុះនៅវត្តចាស់ដែលជាកន្លែងបញ្ចុះសពបណ្ដោះអាសន្ននៅទីនោះ
គឺគេបញ្ចុះសពជាច្រើនមិនថាសពបណ្ដោះអាសន្នឬក៏សពបញ្ចុះរបស់អ្នកភូមិនោះទេវត្តចាស់នោះដំបូងឡើយគឺជាវត្តធម្មតាប៉ុន្តែបន្ទាប់ពីវត្តនោះត្រូវបានបោះបង់ចោលទៅទីធ្លាបញ្ចុះសពរបស់វត្តក៏ប្រែក្លាយជាទីធ្លាបញ្ចុះសពរបស់អ្នកភូមិដែលរស់នៅក្នុងភូមិមួយនឹងហើយគេក៏បានបង្កើតវត្តមួយថ្មីផ្សេងទៀតមូលហេតុដែលគេបបង់វត្តចាស់នោះចោលក៏អាចបណ្ដាលមកពីវត្តនោះតែងតែមានទឹកជំនន់ស្ទើរតែជារងរាល់ឆ្នាំដូច្នេះលោកមិនអាចបន្តស្នាក់នៅក្នុងវត្តនឹងបានទៀតនោះទេអញ្ចឹងគឺមានតែរើកន្លែងតែប៉ុណ្ណោះហើយនេះឲ្យបានជាវត្តនឹងគឺប្រែក្លាយទៅជាវត្តចាស់ដែលត្រូវបានគេបបង់ចោលហើយក៏ជាកន្លែងសម្រាប់អ្នកភូមិកប់សពផងដែរមនុស្សជាច្រើនត្រូវបានគេយកមកកប់នៅទីនេះចំណែកឯវត្តថ្មីវិញគឺជាកន្លែងដែលនិវ័នជាមួយនឹងឪពុករបស់គេនឹងស្នាក់នៅទីនោះដោយសារតែអ៊ំរ៉ាក់ដែលជាឪពុករបស់និវ័នហ្នឹងគឺគាត់ជាអាចារ្យភ្លុកអញ្ចឹងហើយបានជាគាត់ត្រូវស្នាក់នៅក្នុងវត្តហើយគាត់ក៏មានផ្ទះនៅក្នុងភូមិដូចជាគេដូចជាឯកមួយដែរប៉ុន្តែផ្ទះនោះនិវ័នគាត់គឺជាអ្នករស់នៅប៉ុន្តែម្ដងម្កាលនិវ័នក៏បានមកដេកនៅក្នុងវត្តជាមួយនឹងឪពុករបស់ខ្លួនដែរជាពិសេសគឺថ្ងៃណាដែលថ្ងៃបូជាសពនៅពេលដែលនិវ័នមិនហ៊ានត្រឡប់ទៅផ្ទះអីហ្នឹងគឺនិវ័នតែងតែដេកនៅក្នុងកុដិជាមួយនឹងឪពុករបស់គេងាកមកកាន់សាកសពដែលនិវ័នទៅយកវិញទម្រាំតែខាងប៉ូលីសធ្វើរបាយការណ៍និងសញ្ញេដើម្បីប្រកល់សាកសពឲ្យមកកាន់និវ័ននឹងឃើញថាវារៀងយប់ទៅហើយម៉ោងប្រមាណជាង9 កន្លះដូច្នេះនិវ័នក៏បានប្រញាប់យកសាកសពនោះយកមកដាក់ក្នុងឡានរបស់គាត់ដោយសាកសពត្រូវបានគេរុំជាមួយនឹងថង់ផ្លាស្ទិកយ៉ាងស្អាតព្រោះអីសាកសពនេះគឺបែកក្បាលបែកមុខអស់បាត់ទៅហើយបើសិនជាទុកធម្មតាគឺវាមិនបាននោះទេវានឹងអាចមានឈាមជាច្រើនត្រូវបានស្រក់ចុះមកចឹងហើយបានជាខាងប៉ូលីសគេយកថង់ផ្លាស្ទិកយកមករុំនៅសាកសពនោះឡើងចិត្តដើម្បីកុំឲ្យភីក្លិនចេញមកខាងក្រៅផងដែរនៅពេលដែលខាងប៉ូលីសជួយលើកសាកសពនោះដាក់ទៅលើឡានរបស់នីវ៉ាន់រួចហើយគេក៏ចាប់ផ្ដើមបើកឡាននោះចេញដំណើរទៅរកកន្លែងដែលត្រូវបញ្ចុះដំបូងឡើយនីវ៉ាន់ស្មានតែសាកសពដែលប៉ូលីសហៅឲ្យទៅយកនោះគឺសាកសពទៅតែនឹងស្លាប់នៅថ្ងៃហ្នឹងប៉ុន្តែការពិតទៅគឺស្លាប់តាំងពីម្សិលមិញមកម្លេះអញ្ចឹងហើយបានជាទម្រាំមកដល់ថ្ងៃនេះសាកសពចាប់ផ្ដើមខូចសាច់បណ្ដាទៅហើយព្រមទាំងមានក្លិនចេញមកតិចផងដែរប៉ុន្តែគ្រាន់តែវាមិនសូវជាធំក្លិនខ្លាំងដូចជាសាកសពច្រើនថ្ងៃតែប៉ុណ្ណោះណាមួយសាកសពនេះមិនដឹងថាបងប្អូននៅខេត្តណាផងបើសិនជាទុកយូរទៀតធ្វើសាកសពកាន់តែរលួយអញ្ចឹងហើយបានជាប៉ូលីសសម្រេចប្រគល់សាកសពនេះឲ្យទៅកាន់នីវ៉ាន់យកទៅបញ្ចុះបណ្ដោះអាសន្នសិននៅពេលដែលនីវ៉ាន់ដឹកសាកសពនេះត្រឡប់មកវិញនឹងគេគឺមានអារម្មណ៍ប្លែកអ្វីនោះទេប្លែកម្យ៉ាងទាស់តរងថានៅពេលដែលទៅយកសាកសពរាល់ដងនឹងគឺជាមួយនឹងឪពុករបស់ខ្លួនប៉ុន្តែថ្ងៃនេះដោយសារតែគាត់រវល់បានជាគេមកដឹកសាកសពតែម្នាក់ឯងគឺវាប្លែកត្រង់តែប៉ុណ្្នឹងឯងហើយកាលពីចំនួននោះគឺតាមផ្លូវនឹងមិនសូវជាមានពន្លឺប្រមាណនោះទេគូផ្សំជាមួយនឹងឡានរបស់នីវ៉ាន់ចាស់ផងដែរនោះគឺគេមើលផ្លូវមិនសូវនឹងចង់ឃើញផងអញ្ចឹងហើយបានជានីវ៉ាន់គេមិនសូវជាបើករថយន្តលឿនប៉ុន្មាននោះទេព្រោះខ្លាចថាអាចនឹងធ្លាក់ផ្លូវឬក៏ធ្លាក់ជង្គហុកធ្វើឲ្យខូចខាតទៅដល់ឡានដ៏ចាស់របស់គេនៅពេលដែលគេបើករថយន្តមកតាមផ្លូវហ្នឹងគេចេះតែមានអារម្មណ៍ចម្លែកគេមានអារម្មណ៍ថានៅខាងក្រោយឡានរបស់គេដែលដឹកសាកសពនោះដូចជាមានអ្នកណាម្នាក់កំពុងតែរើបំរាស់បើតាមសំឡេងហ្នឹងគឺដូចជាសំឡេងកៅស៊ូដែលរោមសាកសពនោះផងដែរហេតុនេះហើយធ្វើឲ្យនិវ៉ាន់មានអារម្មណ៍ដូចជាមិនសូវស្រួលទាល់តែសោះគេក៏ចេះតែព្យាយាមក្លែកមើលទៅកាន់សាកសពដែលនៅខាងក្រោយរបស់គេម្ដងម្កាលប៉ុន្តែនៅពេលដែលគេងាកមើលទៅដូចជាមិនបានឃើញអ្វីនោះទេលុះដល់ពេលដែលគេបើកឡានភ្លេចខ្លួនស្ងាត់តែម្នាក់ឯងហ្នឹងគឺចេះតែឮសំឡេងដូចជាមានមនុស្សកំពុងតែរើចុះរើឡើងនៅខាងក្រោយខ្នងគេព្យាយាមមើលជាច្រើនដងច្រើនសារក៏នៅតែហាក់ដូចជាមិនបានឃើញអ្វីចម្លែកក្រៅតែពីសាកសពកំពុងតែដេកស្ដុកស្ដឹងតែប៉ុណ្ណោះដោយសាកសពនោះគឺមិនត្រូវបានដាក់នៅក្នុងមឈូសបានត្រឹមត្រូវនោះទេគឺរុំតែកៅស៊ូផ្លាស្ទិកតែប៉ុណ្ណោះព្រោះអីនៅក្នុងប៉ុស្តិ៍ប៉ូលីសគឺមិនមានមឈូសសម្រាប់ដាក់សាកសពនឹងឡើយចឹងហើយបានជាគេដាក់វាមកទាំងភ្នែនបែបហ្នឹងតែម្ដងទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វាមិនចម្លែកសម្រាប់នីវ៉ាន់ដែរសាកសពបែបណាក៏គេធ្លាប់ជួបដែរអញ្ចឹងឬមិនប៉ុណ្ណឹងវាមិនបញ្ហាអ្វីសម្រាប់គេនោះទេលុះដល់ពេលដែលគេបើករថយន្តកាន់តែឆ្ងាយទៅគេហាក់ដូចជាបានលើសំឡេងមនុស្សប្រុសហៅគេពីក្រោយប៉ុន្តែនៅពេលដែលគេងាកមើលទៅគឺមិនបានឃើញអ្វីទាំងអស់ក្រៅតែពីសាកសពកំពុងតែដេកស្ដុកស្ដឹងរលាក់តិចទៅតាមរថយន្តដែលគេបើកតែប៉ុណ្ណោះទ
ធ្វើឲ្យនាវ៉ាន់មានអារម្មណ៍ថាឬក៏គេរវើរវាយគិតច្រើនបានជាគេចេះតែមានអារម្មណ៍ប្លែកៗបែបនេះប៉ុន្តែយ៉ាងណាគេក៏នៅតែបន្តបើករថយន្តនេះទៅកាន់គោលដៅរបស់គេលុះពេលដែលគេបន្តបើករថយន្តនេះបន្តទៅមុខទៀតលើកនេះគឺគេបានឮសំឡេងយ៉ាងច្បាស់និងត្រជាក់តែម្ដងគឺសំឡេងរបស់មនុស្សប្រុសម្នាក់បើតាមគេស្មានមិនខុសទេអាយុប្រមាណជាងត្រឹមតែ19ទៅ20ឆ្នាំតែប៉ុណ្ណោះគឺគេបានសួរថាបងប្រុសតើបងកំពុងតែដឹកខ្ញុំទៅណាគ្រាន់តែឮសំឡេងបែបនេះភ្លាមធ្វើឲ្យនេវ៉ាន់ចាប់ផ្ដើមព្រឺក្បាលខ្ញាក់គេក៏បានឈប់រថយន្តភ្លាមបន្ទាប់មកគេក៏បានងាកមកខាងក្រោយដើម្បីមើលចង់ដឹងពីម្ចាស់សំឡេងនោះប៉ុន្តែនៅពេលដែលគេងាកមើលទៅបែរជាមិនបានឃើញអ្វីទាំងអស់ទៅវិញក្រៅតែពីសាកសពកំពុងតែដេកស្ដុកស្ដឹងកន្លែងដែលគេបានដាក់នោះធ្វើឲ្យនេវ៉ាន់ហាក់ដូចជាមានអារម្មណ៍មិនសូវស្រួលនោះទេមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងបែកញើសប៉ិនគ្រាប់ពោតថែមទៀតលើកនេះនេវ៉ាន់គិតថាឬក៏គេត្រូវបានខ្មោចដែលគេកំពុងតែដឹកនឹងឡងប៉ុន្តែមិនគួរជាបែបនេះនោះទេព្រោះអីគេដឹកខ្មោចជាច្រើនមកហើយមិនថាខ្មោចតៃហោងខ្មោចលងទឹកឬក៏ខ្មោចស្រីពោះធំអីនោះទេគឺគេសិតតែធ្លាប់បានដឹកទាំងអស់ប៉ុន្តែហេតុអ្វីបានជាមិនធ្លាប់លងគេឬក៏ដោយសារតែការពេលយប់មិញគេដេកមិនសូវបានច្រើនចេះតែមានអារម្មណ៍រវើរវាយបែបនេះបន្ទាប់ពីមិនឃើញមានរឿងអ្វីកើតឡើងគេក៏មិននៅទីនេះយូរទៀតដែរគេក៏បានបន្តដំណើរទៅមុខទៀតបើករថយន្តបណ្ដើរនីវ៉ាន់ចេះតែគិតបណ្ដាថាបើសិនជាពេលនេះពុកមកជាមួយដែរមិនដឹងជាល្អយ៉ាងណានោះទេព្រោះអីឲ្យតែពេលដែលមានបញ្ហាឬក៏រឿងប្លែកនៅពេលដែលដឹកសាកសពជាមួយនឹងគាត់គ្រាន់តែសោតផ្លុំបន្តិចគ្រប់យ៉ាងក៏ត្រឡប់ទៅកាន់សភាពដើមវិញប៉ុន្តែគួរស្ដាយដែលថ្ងៃនេះពួកគាត់ក៏មានការរវល់ដែរបានជាគាត់មិនអាចមកជាមួយបានស្របពេលដែលគេកំពុងតែគិតបែបនេះគេក៏មានចិត្តមួយទៀតគិតខឹងនឹងខ្លួនឯងដែរឪពុកជាអាចារ្យភ្លុកចេះនៅធម៌បាលីជាច្រើនបែរជាមិនគិតខំប្រឹងរៀនសូត្រពីគាត់នោះទេព្រោះខ្លួនឯងនឹងគឺប្រកបមុខរបរនេះបែរជាខ្ជិលច្រអូសចាំតែពុករបស់ខ្លួនលុះដល់តែពេលដែលអត់មានឪពុកហើយជួបជាមួយនឹងហេតុការណ៍បែបនេះទៀតទើបដឹងថាការពិតការរៀននៅបាលីឬក៏ធម៌អីហ្នឹងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ការពិតទៅអមរៈគាត់ក៏ចង់មករៀននៅបាលីដើម្បីទុកការពារខ្លួនដល់និវ័នផងដែរប៉ុន្តែនៅពេលដែលគាត់ហៅគេឲ្យទៅរៀនម្ដងណាគឺគេតែងតែបដិសេធដោយសារតែនិវ័នគឺជាមនុស្សម្នាក់ដែលខ្ជិលក្នុងការរៀនសូត្រចង់ឲ្យបានជារហូតមកដល់ពេលនេះគឺគេពឹងទៅលើពុទ្ធរបស់គេតែម្នាក់តែប៉ុណ្ណោះដោយមិនបានរៀនសូត្រនៅបាលីធម៌អីនោះទេចឹងហើយបានជាពេលដែលជួបបញ្ហាទើបគេដឹងខ្លួនគេពិតជាមានការសោកស្ដាយគេគិតថាបើសិនជាគេចេះដោយឪពុករបស់គេមិនដឹងជាល្អយ៉ាងណានោះទេគិតបណ្ដើររថយន្តក៏ចេះតែធ្វើដំណើរទៅមុខបណ្ដើរហើយឃើញថាផ្លូវគឺវាស្ងាត់ខ្លាំងមែនទែនដោយសារតែពេលយប់មិនសូវជាមានរថយន្តបើកបរនៅតាមផ្លូវឡើយព្រោះតែកាលពីជំនាន់ហ្នឹងមិនសូវជាមានឡានម៉ូតូបើកនៅលើផ្លូវច្រើននោះទេភាគច្រើនគឺសិតតែជាឡានដឹកទំនិញហើយនឹងដឹកបន្លែអីតែប៉ុណ្ណោះសម្រាប់គ្រួសារធម្មតាគឺគេមិនសូវធ្វើដំណើរឡើយដោយសារតែពេលយប់ម្នាក់បានចូលសម្រាកអស់បាត់ទៅហើយនៅពេលដែលគេកំពុងតែបើករថយន្តនៅលើផ្លូវស្រាប់តែគេបែរជាបានឃើញថាមានបុរសវ័យកំឡោះម្នាក់អាយុប្រមាណជាង19ទៅ20ឆ្នាំនឹងកំពុងតែឈរនៅឯផ្លូវព្រមទាំងបានលើកដៃសុំឡានរបស់គេជិះផងដែរនៅពេលដែលឃើញបែបនេះនីវ៉ាន់គេក៏បានឈប់ឡានភ្លាមដោយសារតែគេគិតថាស្មោះនេះវាយប់ទៅហើយក៏គ្មានឡានម៉ូតូឯណាជិះកាត់ផ្លូវនឹងច្រើនដែរបើសិនជាអ្នកកំឡោះម្នាក់នេះមិនត្រូវបានគាត់ឈប់ឲ្យជិះជាមួយនោះទេប្រហែលជាអ្នកកំឡោះម្នាក់នេះច្បាស់ជាដើរទៅដល់ផ្ទះរបស់ខ្លួនឯងទាំងយប់ជាមិនខានដោយសារតែគេជាមនុស្សល្អផងដែរគឺក៏បានឈប់ឡានឲ្យបរិះម្នាក់នោះជិះតែម្ដងទាំងដែលគេមិនបានដឹងថាកន្លែងដែលគេឈប់នោះគឺជាកន្លែងដែលកើតហេតុកាលពីម្សិលមិញនោះទេដោយសារតែពេលនេះគឺជាពេលយប់អញ្ចឹងហើយបានជាស្នាមទាំងឡាយគឺមើលមិនសូវច្បាស់ហើយណាមួយគេមិនចាប់អារម្មណ៍ថែមទៀតនោះធ្វើឲ្យគេមិនបានដឹងឡើយនៅពេលដែលគេឈប់ឡានគេក៏បានសួរទៅកាន់បរិះម្នាក់នោះថាតើឯងចង់ធ្វើដំណើរទៅណាដែរបានជាថ្មនេះមិនទាន់ធ្វើដំណើរទៅផ្ទះទៀតនៅពេលដែលឮនីវ៉ាន់សួរបែបនេះបុគ្គលម្លោះម្នាក់នឹងបានឆ្លើយទៅកាន់នីវ៉ាន់វិញថាគាត់មកលេងបងប្អូនរបស់គាត់នៅឯភូមិខាងមុខឯណោះប៉ុន្តែដោយសារតែរថយន្តដែលគាត់ជិះមកនឹងគឺគេបានបាត់ចូលទៅផ្ទះរបស់គេបាត់ទៅហើយតាមច្រកមួយដែលបរិះម្នាក់នោះចង្អុលប្រាប់ហើយគេក៏គ្មានរថយន្តសម្រាប់ធ្វើដំណើរបន្តទៅទៀតដែរគេបានរងចាំរថយន្តប្រមាណជាង1ម៉ោងទៅហើយប៉ុន្តែនៅពេលដែលរថយន្តបើកកាត់គេគឺមិនព្រមឈប់ឲ្យគេជិះតតែសោះ
ហើយណាមួយក៏មិនសូវជាមានរថយន្តបើកាត់នេះថែមទៀតចង់ឲ្យបានជាគេសុកចិត្តឈរចាំនិងហៅរថយន្តរបស់នីវ៉ាន់នឹងឯងនៅពេលដែលនីវ៉ាន់ឮបែបនេះធ្វើឲ្យនីវ៉ាន់កាន់តែអាណិតគិតថាគ្នាខំប្រឹងឈរអស់ប្រមាណជា1ម៉ោងទៅហើយប៉ុន្តែបែរជារថយន្តទាំងអស់នោះមិនអាណិតគ្នាទាល់តែសោះគ្រាន់តែដាក់គ្នាយកអាសាតិចក៏មិនបានដែរដូច្នេះនីវ៉ាន់ក៏បានប្រាប់ឲ្យកំឡោះម្នាក់នឹងឡើងមកលើឡានរបស់គេមកប៉ុន្តែតើគេហ៊ានជិះជាមួយឬក៏អត់នៅពេលដែលឮបែបនេះកំឡោះម្នាក់នឹងបានសួរថាតើរថយន្តរបស់បងដឹកអ្វីបានជាបងសួរខ្ញុំអញ្ចឹងនីវ៉ាន់បានប្រាប់ថាឯងឆាប់អើតមើលទៅខាងក្រោយឡានរបស់យើងទៅបើសិនជាហ៊ានជិះក៏ឡើងមកប៉ុន្តែបើសិនជាមិនហ៊ានជិះនោះទេនឹងគឺតាមនឹងទៅចោះចំណែកឯកំឡោះម្នាក់នោះក៏បានអើតមើលទៅខាងក្រោយឡាននៅពេលដែលគេឃើញថាមានសាសពមួយកំពុងតែដេកស្ដុកស្ដឹងនៅខាងក្រោយឡានគេក៏មិនបាននិយាយអ្វីដែរគេងក់ក្បាលនិងបន្តនិយាយថាមិនអីនោះទេគ្រាន់តែជាសាសពធម្មតាតែប៉ុណ្ណោះគេសុកចិត្តជិះឡានជាមួយនឹងសាសពប្រសើរជាងដើរតាមផ្លូវឲ្យខ្មោចលើងដែរបន្ទាប់ពីនិយាយបែបនេះហើយគេក៏បានដើរឡើងទៅខាងក្រោយគឺអង្គុយក្បែរសាសពតែម្ដងទាំងដែលនីវ៉ាន់ប្រាប់ថាឆាប់ឡើងមកអង្គុយខាងមុខមកគ្រាន់តែបានជជែកគ្នាលេងប៉ុន្តែគេបានបដិសេធដោយសារតែគេប្រាប់ថាសម្លៀកបំពាក់របស់គេវាក៏ក្រិចខ្លាំងណាស់គេមិនចង់ទៅប្រឡាក់នៅពុកឡានខាងមុខនោះទេដោយសារតែគេនឹងគឺដើរមើលមិនឃើញធ្វើឲ្យគេធ្លាក់ចូលទៅក្នុងផុកបានជាប្រឡាក់នឹងក៏ខ្វក់បែបនេះចង់ឲ្យបានជាគេសុកចិត្តអង្គុយនៅខាងក្រោយទៅចោះចំណែកឯនីវ៉ាន់គេក៏មិនបាននិយាយអ្វីទៀតដែរបន្ទាប់ពីក្មេងប្រុសកំឡោះម្នាក់នឹងឡើងទៅលើរថយន្តនៅខាងក្រោយរួចហើយគេក៏បានបន្តដំណើរទៅមុខទៀតជីឡានបណ្ដើរនីវ៉ាន់បានសួរទៅកាន់ក្មេងកំឡោះម្នាក់នោះបណ្ដើរដោយនីវ៉ាន់ហៅក្មេងកំឡោះម្នាក់នោះថាប្អូនព្រោះបើតាមមើលទៅអាយុនឹងគឺប្អូននីវ៉ាន់ប្រមាណជាងត្រឹមតែ 3-4 ឆ្នាំតែប៉ុណ្ណោះនីវ៉ាន់គេបាននិយាយលេងជាមួយនឹងកំឡោះម្នាក់នោះដើម្បីបំបត្តិភាពភ័យខ្លាចប៉ុន្តែគ្រាន់តែគេនិយាយតែមកតែប៉ុណ្ណោះភ្នែកវិញគឺមិនបានងាកមើលមកខាងក្រោយនោះទេនីវ៉ាន់គេបាននិយាយថាសំណាងហើយដែលបានប្អូនមកជិះជាមួយបើមិនដូច្នោះទេបងមិនដឹងថាព្រឺក្បាលប៉ុណ្ណានោះទេព្រោះតែជិះមួយថ្ងៃនឹងចេះតែមានអារម្មណ៍ចំណែករហូតដោយសារតែសាកសពដែលនៅចិត្តប្អូនឯងនឹងតែម្ដងក្មេងប្រុសម្នាក់នោះគឺមិនបាននិយាយអ្វីនោះទេគឺនិយាយតែនីវ៉ាន់ម្នាក់ឯងតែប៉ុណ្ណោះនីវ៉ាន់ក៏និយាយជាហោហែប៉ុន្តែមិនបានឮក្មេងប្រុសម្នាក់នោះឆ្លើយតបជាមួយនឹងគាត់ឡើយយូរម្ដងទើបឮសំឡេងរបស់ក្មេងប្រុសម្នាក់នោះឆ្លើយថាបាទបន្ទាប់មកស្រាប់តែក្មេងប្រុសនោះមិនដឹងថានឹកឃើញអីបែរជាសួរទៅកាន់នីវ៉ាន់ថាហើយចោះបងដឹកសពអញ្ចឹងមិនខ្លាចទេអីហេតុថែមទាំងដឹកម្នាក់ឯងទៀតនីវ៉ាន់ក៏បានឆ្លើយភ្លាមតែម្ដងថាគាត់មិនខ្លាចនោះទេប៉ុន្តែគ្រាន់តែរៀងព្រឺឆ្អឹងខ្នងបន្តិចមូលហេតុដែលគាត់មិនខ្លាចដោយសារតែគាត់ដឹកសាកសពនឹងវាច្រើនរាប់មិនអស់ទៅហើយរថយន្តមួយនេះបាននិយាយពីដឹកសពវិញសពយ៉ាងម៉េចក៏ធ្លាប់ដឹកដែរនិយាយទៅគឺគ្រប់ប្រភេទតែម្ដងសពខ្លះវិញគ្រាន់តែយើងឃើញនឹងគឺមានអារម្មណ៍ថាខ្លាចបាត់ទៅហើយដោយសារតែបែបនេះបានជាបងរៀងស៊ាំជាមួយនឹងការដឹកសពអញ្ចឹងមិនអីនោះទេប៉ុន្តែពេលខ្លះក៏មានអារម្មណ៍ថារៀងព្រឺឆ្អឹងខ្នងម្ដងដែរហើយណាមួយដោយសារតែរាល់ដងឪពុករបស់បងគឺមកជាមួយប៉ុន្តែថ្ងៃនេះគាត់មានការរវល់គាត់មិនបានមកបងមកតែម្នាក់ឯងបានជាធ្វើឲ្យបងរៀងស្រីវឆ្អឹងខ្នងបន្តិចប៉ុន្តែសំណាងល្អដែរដែលមានប្អូនជាជាមួយអញ្ចឹងមានគ្នាជជែកលេងកុំឲ្យបងនឹងរៀងមានការភ័យខ្លាចនិយាយបណ្ដើរបើករថយន្តបណ្ដើរប៉ុន្តែពេលនោះនីវ៉ាន់ចាប់ផ្ដើមភ្ញាក់ព្រឺព្រោះអីនីវ៉ាន់បានឃើញថាមានមនុស្សម្នាក់សម្លៀកបំពាក់ហ្នឹងគឺដូចជាក្មេងកំណោះដែលគាត់បានឲ្យឡើងជិះឡានជាមួយនឹងគាត់អំបញ្ញមិញអញ្ចឹងគេកំពុងតែឈរនៅឯមុខឯណោះលើកដៃហៅដើម្បីសុំឡានជិះទៅជាមួយដែរធ្វើឲ្យនីវ៉ាន់ចាប់ផ្ដើមភ្ញាក់ព្រឺតែម្ដងព្រោះតែមើលទៅគឺវាដូចគ្នាខ្លាំងពេកនីវ៉ាន់មិនអស់ចិត្តនោះទេគេក៏បាននិយាយថាតើមានមនុស្សឯណាដែលមានរូបរាងដូចជាប្អូនមេបិទមកកំពុងតែឈរនៅនឹងមុខបត់ដៃហៅឡានរបស់យើងជិះនៅពេលដែលនីវ៉ាន់និយាយបែបនេះมันបានឮសំឡេងឆ្លើយតបជាមួយនឹងគាត់នោះទេធ្វើឲ្យនីវ៉ាន់ចាប់ផ្ដើមឆ្ងល់និងងាកមើលមកក្រោយប៉ុន្តែនៅពេលដែលនីវ៉ាន់ងាកមើលមកក្រោយស្រាប់តែมันបានឃើញក្មេងកំឡោះម្នាក់ដែលគាត់ឲ្យឡើងអង្គុយជិះឡានខាងក្រោយនឹងអង្គុយនៅកន្លែងនឹងទៀតនោះទេគឺឃើញតែសាកសពដែលគាត់កំពុងតែដឹកតែប៉ុណ្ណោះនៅពេលដែលឃើញបែបនេះភ្លាមធ្វើឲ្យនីវ៉ាន់នឹងចាប់ផ្ដើមភ័យញាត់ដៃញាត់ជើងយកតែម្ដងប៉ុន្តែគាត់ព្យាយាមតាំងស្មារតីឡើងវិញព្រោះតែពេលនេះគាត់កំពុងតែបើករថយន្តតាមផ្លូវបើសិនជាគាត់មិនអាចតាំងស្មារតីបាននោះទេអាចនឹងគាត់ជួបជាមួយនឹងគ្រោះថ្នាក់ចឹងហើយបានជាគាត់ព្យាយាមប្រមូលស្មារតីរបស់គាត់មកវិញចំណែកឯរថយន្តវិញ
ក៏មិនហ៊ានបង្អង់ដែរដោយសារតែគាត់បានឃើញក្មេងកំឡោះនោះឈរនៅឯមុខឡានចម្ងាយប្រមាណជាងត្រឹមតែប្រមាណជាង20ម៉ែត្រអីតែប៉ុណ្ណោះនៅពេលដែលគាត់ជិះចូលកាន់តែជិតទៅគឺពិតជាបានឃើញថាពិតជាក្មេងកំឡោះដែលគាត់បានឲ្យឡើងជិះឡានមុននេះបន្តិចពិតមែនប៉ុន្តែហេតុអ្វីបានជាក្មេងកំឡោះនោះគេបែរជានៅខាងមុខឡានរបស់គាត់ទៅវិញដូច្នេះគាត់ដឹងហើយថាគ្មានអ្វីក្រៅតែពីខ្មោចលងនោះទេបើសិនជាគាត់ឈប់ឲ្យជិះម្ដងទៀតអញ្ចឹងវានឹងលងគាត់ម្ដងទៀតអញ្ចឹងហើយបានជាគាត់មិនបង្អង់ល្បឿននោះទេមានតែបន្ថែមល្បឿនទៅមុខឲ្យកាន់តែលឿនតែប៉ុណ្ណោះនៅពេលដែលរថយន្តរបស់គាត់បើកផុតបន្តិចគាត់ក៏បានលួចមើលតាមកញ្ចក់ខាងក្រោយនៅពេលដែលគាត់មើលទៅគឺមិនបានឃើញមនុស្សឈរទៀតនោះទេធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថាបាក់សក់ជ្រងតែម្ដងតាំងពីគាត់បើករថយន្តដឹកសពមកគឺមិនធ្លាប់ជួបហេតុការណ៍បែបនេះឡើយនេះជាលើកទី1នៅក្នុងឆាកជីវិតរបស់គាត់ដូច្នេះគាត់ក៏បានបើករថយន្តបន្តទៅមុខទៀតដោយគាត់តាំងចិត្តថាបើសិនជាមានមនុស្សឈរបក់ដៃនៅតាមផ្លូវដើម្បីសុំឡានរបស់គាត់ដោយសារម្ដងទៀតគឺគាត់មិនឈប់ជាដាច់ខាតដូច្នេះគាត់ក៏បានបន្តដំណើរទៅមុខបន្តទៅទៀតប៉ុន្តែមិនបានប៉ុន្មានគាត់មានអារម្មណ៍ថានៅលើដំបូលឡានរបស់គាត់ដូចជាមានមនុស្សកំពុងតែតោងនៅខាងលើនឹងព្រោះតែគាត់លើសំឡេងនឹងគឺដូចជាគេកំពុងតែយកដៃរបស់គេនឹងយកទៅទះដំបូលឡានរបស់គាត់ឬសូតាផាំងដូច្នេះគាត់ដឹងហើយថាច្បាស់ជាមានអ្វីមួយយ៉ាងនៅលើដំបូលឡានរបស់គាត់ជាមិនខានគាត់ព្យាយាមគិតថាតើជាអ្វីបានជាមកនៅលើដំបូលឡានរបស់គាត់បែបនេះអញ្ចឹងនៅពេលដែលគាត់កំពុងតែបើកបណ្ដើរនិងគិតបណ្ដើរនឹងសំឡេងកូនដំបូលឡានក៏នៅតែបន្តទៀតធ្វើឲ្យនីវ៉ាន់មានអារម្មណ៍ថាដូចជាមិនសូវស្រួលហើយគេចង់ឈប់ឡានបន្តិចដើម្បីចុះមើលប៉ុន្តែចិត្តមួយទៀតគិតថាបើសិនជាគេឈប់ឡាននៅទីនេះវាច្បាស់ជាមានរឿងកាន់តែធំចុះបើសិនជាគាត់ចុះទៅឃើញថាមានខ្មោចនៅលើដំបូលឡានរបស់គាត់ក្រៅឲ្យគាត់ធ្វើយ៉ាងណាទៅចឹងសុខចិត្តថាមិនឈប់ទៅចុះគាត់នៅតែបន្តបើកឡានបន្តទៅទៀតដោយគាត់គិតថាខ្មោច 100% ព្រោះអីបើសិនជាសត្វឬក៏មនុស្សมันអាចតោងនៅលើដំបូលឡានរបស់គាត់យូរបែបនេះនោះទេជីបណ្ដើរភ័យបណ្ដើរបន់ឲ្យតែដល់កន្លែងដែលគាត់ត្រូវយកសពនោះយកទៅបញ្ចុះនោះទេប៉ុន្តែបន្ទាប់ពីធ្វើដំណើរប្រមាណជាមួយសន្ទុះមកទៀតសំឡេងនោះក៏បានស្ងប់ស្ងាត់ទៅវិញចំណែកឯសពដែលនៅខាងក្រោយខ្នងរបស់គាត់ក៏នៅដដែលគ្មានអ្វីចម្លែកនោះទេនៅពេលដែលស្ថានភាពត្រឡប់មកកាន់ភាពធូរស្រាលវិញបែបនេះនីវ៉ាន់ចាប់ផ្ដើមគិតនៅក្នុងចិត្តថាតើខ្មោចលងគាត់អំបាញ់មិញនឹងជាខ្មោចរបស់សាកសពដែលគាត់កំពុងដឹកឬក៏គ្រាន់តែជាខ្មោចនៅតាមផ្លូវពេលដែលគាត់ព្យាយាមគិតចុះគិតឡើងគាត់ក៏ចាប់ផ្ដើមគិតថាប្រហែលជាមិនមែនជាខ្មោចដែលគាត់កំពុងតែដឹកនោះទេបើសិនជាវាលងគាត់ពិតមែនវាច្បាស់ជាក្រោកអង្គុយជាមិនខានវាមិនចាំបាច់អីទៅលងធ្វើបាបគាត់ដោយប្រើវិធីនេះឡើយចឹងប្រហែលជាខ្មោចនៅតាមផ្លូវច្រើនជាងដល់នៅពេលដែលគាត់គិតបែបនេះធ្វើឲ្យគាត់នឹងក៏លែងសើភ័យបន្តទៅទៀតដែរព្រោះអីបើសិនជាគាត់គិតថាខ្មោចដែលលងគាត់គឺជាខ្មោចដែលកំពុងតែដេកនៅខាងក្រោយនោះគាត់ច្បាស់ជាភ័យរត់ចោលឡានជាមិនខាននៅពេលដែលចិត្តរបស់គាត់គិតបែបនេះគាត់ចេះតែងាកមើលទៅកាន់សាកសពនោះម្ដងម្កាលប៉ុន្តែក៏ដូចជាមិនបានឃើញអ្វីចម្លែកដែរហើយនីវ៉ាន់គេក៏បានបើករថយន្តទៅមុខបន្តទៀតដោយមិនមានរឿងអ្វីកាត់ឡើងនោះទេយប់កាន់តែជ្រៅនីវ៉ាន់គឺមិនទាន់ទៅដល់ទីតាំងផងហើយសាកសពនេះគឺគេមិនអាចទុកបាននោះទេគឺត្រូវតែបញ្ចុះនៅក្នុងយប់នេះតែម្ដងចឹងគេគឺត្រូវតែប្រញាប់ស្រុតដំណើរទៅដល់កន្លែងបញ្ចុះសពដើម្បីប្រញាប់ដាក់សពនោះបញ្ចុះហើយគេនឹងអាលប្រញាប់ត្រឡប់មកផ្ទះវិញបន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រមាណជាងកន្លះម៉ោងក្រោយមកទៀតនីវ៉ាន់គេបានធ្វើដំណើរទៅដល់វត្តចាស់ដែលត្រូវបានគេបោះបង់ចោលនោះហើយគេក៏បានបត់ឡានចូលទៅកន្លែងទីបញ្ចុះសពនៅពេលដែលគេទៅដល់គេក៏ចាប់ផ្ដើមរៀបចំបើកភ្លើងឡានរបស់គេទុកចោលដើម្បីឲ្យភ្លឺបន្ទាប់មកគេក៏បានរកកន្លែងមួយដែលសមរម្យនិងយកចបដែលគេបានដាក់ជាប់នៅក្នុងឡានរបស់គេនឹងយកមកជីកដីដើម្បីដាក់សាកសពនោះចូលទៅបណ្ដោះអាសន្នសិននិងងាយស្រួលនៅក្នុងការចំណាំព្រោះអីបើសិនជាមានបងប្អូនរបស់សពមករកនោះគេនឹងងាយស្រួលនៅក្នុងការកាយវាយកធាតុចេញមកវិញដើម្បីយកទៅធ្វើបុណ្យនៅពេលដែលនីវ៉ាន់កំពុងតែជីកដីបណ្ដើរគេចេះតែមានអារម្មណ៍ថាដូចជាមិនសូវស្រួលបណ្ដើរមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងមិនដឹងដូចទេទាំងដែលមើលទៅអាកាសធាតុក៏ដូចជាមិនត្រជាក់ខ្លាំងណាស់ដែរប៉ុន្តែយ៉ាងណាក៏ដោយគេគឺមានតែប្រញាប់ជីកឲ្យរួចរាល់ដើម្បីចាក់ចេញពីទីនេះតែប៉ុណ្ណោះព្រោះអីគឺគេមានអារម្មណ៍មិនស្រួលតាំងពីពេលដែលគេលើកសពនោះ
ដាក់ទៅលើឡានហើយនឹងដឹកមកតាមផ្លូវមកម្លេះចឹងហើយបានជាគេប្រញាប់ធ្វើការងារនេះឲ្យបានលឿននៅពេលដែលគេកំពុងតែជិះរណ្ដៅគេចេះតែមានអារម្មណ៍ថានៅក្នុងឡានរបស់គេដែលត្រូវបានបញ្ឆេះចោលនឹងដូចជាមានមនុស្សកំពុងតែធ្វើអ្វីព្រោះអីនៅក្នុងឡានដូចជារង្គើមិនដឹងនោះទេប៉ុន្តែដំបូងឡើយគេដូចជាមិនទាន់ចាប់អារម្មណ៍នោះទេព្រោះតែគេកំពុងតែប្រញាប់ជិះរណ្ដៅនោះឲ្យឆាប់បានរួចរាល់ប៉ុន្តែជិះយូរទៅឡានក៏ចេះតែរង្គើទៅហើយនៅពេលដែលគេមើលពីខាងក្រៅចូលទៅខាងក្នុងក៏ហាក់ដូចជាមានសមោរបស់មនុស្សកំពុងតែធ្វើអ្វីមួយយ៉ាងនៅក្នុងឡានមួយនេះទាំងដែលគេបានដឹងរួចទៅហើយថាគេធ្វើដំណើរមកកាន់ទីនេះគឺមានតែម្នាក់ឯងតែប៉ុណ្ណោះគ្មាននរណាម្នាក់ផ្សេងទៀតនៅក្នុងឡាននោះទេទោះបីជាមានក៏មិនមែនជាមនុស្សដែរគ្រាន់តែជាសាកសពតែប៉ុណ្ណោះប៉ុន្តែហេតុអ្វីបានជានៅពេលនេះឡានបែរជាចាប់ផ្ដើមរង្គើស្របពេលដែលគេឃើញស្រមោលមនុស្សនៅក្នុងឡាននឹងកំពុងតែមានចលនាថែមទៀតដល់តែពេលឃើញចឹងធ្វើឲ្យនីវ៉ាន់ចាប់ផ្ដើមព្រឺក្បាលខ្ញាក់តែម្ដងគាត់គិតថាមើលទៅប្រហែលជាសាកសពនៅក្នុងឡាននោះកំពុងតែលងគាត់ហើយដោយសារតែមិនអស់ចិត្តដើម្បីកុំឲ្យខ្លួនឯងចេះតែខ្លាចផ្ដេសផ្ដាសនីវ៉ាន់គេក៏បានសម្រេចចិត្តថាគេនឹងដើរទៅឡានរបស់គេដើម្បីមើលដោយផ្ទាល់តែម្ដងចង់ដឹងថាតើអ្វីកើតឡើងឲ្យពិតប្រាកដប៉ុន្តែទោះបីជាគេគិតថាគេនឹងដើរទៅមើលព្រោះតែចង់ដឹងថាតើក្នុងឡាននោះមានអ្វីកើតឡើងឲ្យពិតប្រាកដយ៉ាងណាក៏ដោយក៏ជើងរបស់គេហាក់ដូចជាញ័រព្រោះតែអារម្មណ៍របស់គេគឺបានដឹងច្បាស់ថានៅក្នុងឡាននោះគ្មានមនុស្សនោះទេបើមានគឺមានតែខ្មោចតែប៉ុណ្ណោះប៉ុន្តែទោះបីជាយ៉ាងណាដោយសារតែគេស៊ាំជាមួយនឹងការដឹកសាកសពរហូតធ្វើគេលែងសូវខ្លាចទៅហើយអញ្ចឹងហើយបានជាគេមានចិត្តក្លាហាននៅក្នុងការដើរពិនិត្យមើលឲ្យបានច្បាស់នៅពេលដែលគេដើរកាន់តែចូលចិត្តទៅម្ដងបន្តិចរថយន្តនោះក៏ហាក់ដូចជាលែងមានសកម្មភាពរង្គើម្ដងបន្តិចដូចគ្នាផងដែរចំណែកស្រមោលដែលគេបានឃើញដូចជាមនុស្សនៅក្នុងឡានរបស់គេនឹងក៏ចាប់ផ្ដើមបាត់ម្ដងបន្តិចរហូតធ្វើឲ្យគេនឹងនៅពេលដែលចូលទៅដល់ចិត្តគឺមិនបានឃើញអ្វីទាំងអស់ចំណែកឯឡានវិញក៏លែងរង្គើដូចគ្នាដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គេនៅតែមិនអស់ចិត្តគេក៏បានសម្រេចចិត្តបើកឃ្លុបខាងក្រោយដើម្បីមើលនៅពេលដែលគេបើកគូតខាងក្រោយរបស់ឡានដើម្បីមើលទៅឃើញថាដូចជាមិនមានរឿងអ្វីកើតឡើងនោះទេជាពិសេសសាកសពដែលគេបានដឹកមកនឹងក៏មិនបានទៅណាដែរវាកំពុងតែដេកនៅកន្លែងដែលគេបានដាក់តាំងពីដំបូងមកម្លេះនៅពេលដែលឃើញបែបនេះធ្វើឲ្យនីវ៉ាន់មានអារម្មណ៍ថារៀងធូរទ្រូងបន្តិចហើយអ្វីដែលគេបានឃើញអំបញ្ញមិញគេគិតថាប្រហែលមកពីគេគិតច្រើនពេកបានជាគេឃើញនៅរូបភាពបែបនេះព្រោះឪពុកក៏ធ្លាប់ប្រាប់ដែរថាបើសិនជាយើងគិតទៅលើរឿងអ្វីច្រើនយូរទៅវាអាចនឹងធ្វើឲ្យយើងស្រមើស្រមៃឃើញនៅរឿងនោះចឹងហើយបានជាគេគិតថាគេនឹងឈប់គិតអំពីរឿងនេះគេប្រញាប់ត្រឡប់ទៅវិញទាញជាប់ដើម្បីកាប់រណ្ដៅបន្តទៅទៀតធ្វើយ៉ាងណាឲ្យតែឆាប់ហើយអាងនឹងប្រញាប់ត្រឡប់មកកាន់ផ្ទះវិញប៉ុន្តែនៅពេលដែលគេកំពុងតែជីករណ្ដៅនោះបន្តទៀតសុកស្រាប់តែគេដូចជាបានលើសំឡេងមានមនុស្សប្រុសម្នាក់ហ្នឹងកំពុងតែហៅគេថាបងប្រុសនៅពេលដែលលឺអញ្ចឹងធ្វើឲ្យគេចាប់ផ្ដើមឆ្ងល់ថាតើនៅទីនេះវាគឺជាទីបញ្ចុះសពហើយយប់ស្មៅនេះទៅហើយតើមានមនុស្សឯណាដែលដើរកាត់នេះទៀតប៉ុន្តែយ៉ាងណាក៏ដោយក៏គេឮសំឡេងនោះយ៉ាងច្បាស់ភ្លាមនោះគេក៏បានបញ្ឈប់នូវសកម្មភាពរបស់គេដើម្បីស្ដាប់សំឡេងនោះម្ដងទៀតហើយសំឡេងហ្នឹងក៏នៅតែបានឮហៅដដែលមិនត្រឹមតែប៉ុណ្ណោះថែមទាំងបាននិយាយថាបងចង់ធ្វើអីហើយចង់យកខ្ញុំទៅណានៅពេលដែលឮបែបនេះធ្វើឲ្យនីវ៉ាន់កាន់តែមានការភ្ញាក់ផ្អើលដូច្នេះគេក៏ព្យាយាមប្រញាប់កលេចមើលជុំវិញខ្លួនរបស់គេភ្លាមនៅពេលនោះគេហាក់ដូចជាបានឃើញនៅស្រមោលរបស់មនុស្សម្នាក់កំពុងតែឈរនៅក្រោមដើមឈើជិតឡានរបស់គេគឺដោយសារតែមានភ្លើងឡានភ្លឺចាំងតិចបានជាគេឃើញនៅរូបរាងរបស់មនុស្សប្រុសម្នាក់នោះដែលកំពុងតែឈរនៅខាងក្រោមដើមឈើឡើងត្រង់ភ្លឹងហើយគេគិតថាឬក៏សំឡេងនោះមកពីកន្លែងហ្នឹងនៅពេលដែលឃើញបែបនេះគេក៏ព្យាយាមផ្ទៀងមើលពីចម្ងាយដែលចង់ដឹងថាតើអ្វីដែលគេបានឃើញនោះតើជាមនុស្សឬក៏គ្រាន់តែជាគល់ឈើដែលត្រូវបានគេដោតចោលនៅទីនេះនោះទេប៉ុន្តែនៅពេលដែលគេព្យាយាមសម្លឹងមើលយូរទៅគេហាក់ដូចជាចំណាំបាននៅសំលៀកបំពាក់ដែលគេបានឃើញដោយផ្ទាល់ភ្នែកគឺស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅជាមួយនឹងអាវដៃវែងពណ៌ផ្ទៃមេឃនៅពេលដែលគេឃើញអញ្ចឹងធ្វើឲ្យគេចាប់ផ្ដើមនឹកឃើញថាសំលៀកបំពាក់នេះគឺវាដោយបេះបិទជាមួយនឹងក្មេងកំឡោះម្នាក់ដែលគាត់អនុញ្ញាតឲ្យឡើងជាឡានជាមួយនឹងគាត់មិនត្រឹមតែប៉ុណ្ណោះក៏ដូចជាមួយនឹងក្មេងកំឡោះម្នាក់ដែលគាត់បានឃើញ
បក់ដៃសុំឡានរបស់គាត់ជិះពេលដែលគាត់កំពុងតែដឹកក្មេងកំឡោះម្នាក់នឹងផងដែរនៅពេលដែលឃើញបែបនេះគាត់ចាប់ផ្ដើមព្រឺក្បាលខ្ញាក់សារជាថ្មីម្ដងទៀតលើកនេះគឺថាបាសរោមដៃរោមជើងឡើងពេញនឹងតែម្ដងគាត់ចាប់ផ្ដើមគិតថាតើក្មេងកំឡោះម្នាក់នោះមកតាមគាត់ដោយរបៀបណាហេតុវាបានជាគេមកដល់ទីនេះគាត់ខំតែគិតថាក្មេងកំឡោះម្នាក់នឹងគឺជាខ្មោចប៉ុន្តែការពិតទៅគេគឺជាមនុស្សនោះទេហើយគាត់គិតថាប្រហែលជាគេនឹងដេកនៅក្នុងឡានរបស់គាត់បានជាគាត់មើលមិនឃើញប៉ុន្តែនៅពេលនេះអញនឹងគេភ្ញាក់ដឹងខ្លួនឡើងមកវិញចង់ឲ្យបានជាគេចេញមកខាងក្រៅឡានបែបនេះនៅពេលដែលគិតបែបនេះរួចហើយគាត់ក៏បានប្រញាប់ដើរទៅរកក្មេងកំឡោះម្នាក់នឹងប៉ុន្តែគ្រាន់តែគាត់អោនមកចុះបន្តិចស្រាប់តែរូបភាពរបស់ក្មេងកំឡោះម្នាក់នឹងបែរជាបាត់ឈឹងទៅវិញធ្វើឲ្យគាត់ចាប់ផ្ដើមឆ្ងល់ផងនិងភ័យផងថាតើហេតុអ្វីបានជារូបភាពដែលគាត់បានឃើញអំបញ្ញមិញបែរជាបានបាត់ទៅលឿនបែបនេះឬក៏អំបញ្ញមិញគាត់ស្រវាំងភ្នែកប៉ុន្តែបើសិនជាគិតថាគាត់ស្រវាំងភ្នែកក៏មិនអាចទៅរួចដែរដោយសារតែគាត់ព្យាយាមមើលបញ្ជាក់ឲ្យថាវាពិតជាក្មេងប្រុសកំឡោះដែលគាត់បានឃើញនោះពិតមែនមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងបានលើសំឡេងរបស់គេស្រែកហៅគាត់ថែមទៀតអញ្ចឹងច្បាស់ជាមិនមែនស្រវាំងភ្នែកនោះទេប៉ុន្តែសុកស្រាប់តែក្មេងកំឡោះនោះបែរជាបាត់ស្រមោលឈឹងដូច្នេះគាត់ដឹងថាគាត់ច្បាស់ជាត្រូវបានខ្មោចលងជាមិនខាននៅពេលដែលគាត់បានដឹងខ្លួនថាគាត់ត្រូវបានខ្មោចលងពេលនោះគាត់បានប្រញាប់ជីករណ្ដៅនោះឲ្យបានលឿនទៅតាមអ្វីដែលគាត់អាចធ្វើទៅបានព្រោះតែគាត់ត្រូវតែប្រញាប់ចាកចេញពីទីនេះបន្ទាប់ពីគាត់ជីករណ្ដៅរួចរាល់ហើយគាត់បានប្រញាប់យកសាកសពដែលនៅក្នុងឡាននោះយកទៅដាក់បញ្ចុះនៅក្នុងរណ្ដៅនឹងភ្លាមតែម្ដងដល់ពេលដែលការងាររបស់គាត់រួចរាល់អស់គាត់បានប្រញាប់ឡើងរថយន្តរបស់គាត់ដើម្បីចាកចេញពីទីនេះនៅពេលដែលគាត់ប្រយ័ត្នរថយន្តរបស់គាត់ដើម្បីចាកចេញពីតំបន់មួយនេះស្រាប់តែគាត់បែរជាបានឃើញថាសាកសពដែលគាត់ទើបតែនឹងយកកប់អំបញ្ញមិញវាបែរជានៅលើឡានរបស់គាត់ដដែលទៅវិញឃើញបែបនេះគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតែគាត់ច្បាស់ណាស់ថាបែបមិញគឺគាត់ពិតជាបានយកសាកសពមួយនោះពិតជាយកទៅកប់ពិតមែនដល់ទៅពេលឃើញអញ្ចឹងគាត់ក៏បានប្រញាប់ឈប់ឡាននិងចុះទៅមើលដើម្បីបញ្ជាក់ប៉ុន្តែបន្ទាប់ពីគាត់ចុះពីលើឡាននិងបើកគូតឡានមើលបញ្ជាក់ម្ដងទៀតស្រាប់តែមិនបានឃើញអ្វីទាំងអស់ក្រៅតែពីរថយន្តទទេតែប៉ុណ្ណោះធ្វើឲ្យគាត់ចាប់ផ្ដើមភ័យកាន់តែខ្លាំងទៅលើកនេះគឺគេលេងគាត់ច្បាស់តែម្ដងដូច្នេះគាត់បានប្រញាប់បិទគូតឡាននិងឡើងរថយន្តរបស់គាត់ដើម្បីធ្វើដំណើរចាកចេញនៅពេលដែលគាត់បើករថយន្តចាកចេញពីទីនេះស្រាប់តែគាត់មានអារម្មណ៍ថារថយន្តរបស់គាត់ដូចជាមិនទៅណាឆ្ងាយពីកន្លែងដែលគាត់ចេញមកកំបាញ់មិញទាល់តែសោះរថយន្តបើកចុះបើកឡើងមកដល់កន្លែងដដែលបើកចុះបើកឡើងមកដល់កន្លែងដដែលធ្វើឲ្យគាត់មានអារម្មណ៍ចំឡែកយ៉ាងខ្លាំងព្រោះតែផ្លូវនេះគាត់ធ្លាប់បើកជាច្រើនដងចន្ទសានមកហើយប៉ុន្តែគ្រាន់តែរដងគាត់មករៀងមេឃភ្លឺតែប៉ុណ្ណោះហើយលើកនេះគឺគាត់មកនៅពេលមេឃងងឹតអញ្ចឹងបានជាគាត់ពិបាកនៅក្នុងការចំណាំផ្លូវបន្តិចប៉ុន្តែផ្លូវក៏មិនមានច្រើនអ្វីដែរគឺផ្លូវមានតែមួយនោះទេដូច្នេះមិនគួរណាគាត់វង្វេងឬក៏បើកចុះបើកឡើងមកដល់កន្លែងដដែលនោះទេនិយាយទៅគឺគាត់បើកមិនផុតពីបរិវេណវត្តចាស់នេះទាល់តែសោះដល់ទៅពេលអញ្ចឹងគាត់មិនដឹងថាធ្វើបែបណានោះទេគាត់ព្យាយាមបើករថយន្តពី3ត្រឡប់ទៀតក៏នៅតែត្រឡប់មកដល់កន្លែងដដែលវិញពេលនោះគាត់ដឹងហើយថាមើលទៅគេប្រហែលជាលេងគាត់ខ្លាំងមែនតែនហើយព្រោះអីគេមិនត្រឹមតែឲ្យគាត់ឃើញដោយការពីមុននោះទេលើកនេះគឺគេមិនឲ្យគាត់ចាកចេញពីទីនេះតែម្ដងដូច្នេះគាត់មិនដឹងថាគួរធ្វើបែបណានោះទេដោយសារតែគាត់ជាមនុស្សម្នាក់ខ្ជិលមិនព្រមរៀននៅធម៌អាបាលីដើម្បីការពារខ្លួនដល់តែពេលបានជួបជាមួយនឹងហេតុការណ៍បែបនេះទើបធ្វើឲ្យគាត់ភ្ញាក់ខ្លួនឡើងហើយគាត់គិតថាបើគាត់អាចចាកចេញពីទីនេះបានគាត់នឹងខិតខំប្រឹងរៀនបាលីដើម្បីការពារខ្លួនរបស់គាត់នឹងមិនខ្ជិលច្រអូសដូចជាពេលនឹងនោះទេហើយនៅពេលនេះគាត់មិនអាចធ្វើអ្វីបានទាំងអស់ក្រៅតែពីលើកដៃបួងសួងសុំគុណឪពុកម្ដាយសុំគុណព្រះដើម្បីឲ្យគាត់អាចរួចផុតនិងចាកចេញពីទីនេះបានតែប៉ុណ្ណោះបន្ទាប់ពីធ្វើការបួងសួងរួចហើយនីវ៉ាន់ក៏បានជន់ឡានរបស់គាត់ដើម្បីបន្តដំណើរទៅមុខទៀតនៅពេលដែលរថយន្តរបស់គាត់វិលកង់មិនទាន់បានប៉ុន្មានម៉ែត្រផងស្រាប់តែគាត់បានឃើញថាដូចជាមានអ្វីមួយកំពុងតែដេកទៅតឹងផ្លូវដែលគាត់ត្រូវធ្វើដំណើរនោះដូច្នេះគាត់ក៏បានបង្អង់រថយន្តរបស់គាត់វិញលុះដល់ពេលដែលគាត់ព្យាយាមពិនិត្យមើលឲ្យច្បាស់ទៅទើបដឹងថាការពិតអ្វីដែលគាត់បានឃើញដេកទៅតឹងផ្លូវនៅចំកណ្ដាលផ្លូវនោះគឺជាសាកសពដែលគាត់ទើបតែនឹងកប់រួចរាល់ប៉ុន្តែហេតុអ្វីបានជាវាមកនៅទីនេះទាំងដែលគាត់បានយកវាទៅកប់រួចរាល់ទៅហើយឃើញបែបនេះគាត់ពិតជាមានអារម្មណ៍ចម្លែកនិងងឿងឆ្ងល់ជាខ្លាំង
ដោយសារតែគាត់បានឲ្យចិត្តនិងចង់បញ្ជាក់ឲ្យច្បាស់ផងនោះគាត់ក៏បានសម្រេចចិត្តបើកទ្វារឡានចុះដើម្បីទៅពិនិត្យមើលប៉ុន្តែនៅពេលដែលគាត់ដើរចេញពីឡានសម្ដៅទៅកាន់សាកសពដែលកំពុងតែដេកនៅលើផ្លូវនោះស្រាប់តែគាត់បែរជាបានឃើញថាការពិតវាមិនមែនជាសាកសពដែលគាត់បានយកទៅកប់ឬរាល់ហើយនោះទេវាគ្រាន់តែជាកំណាត់ឈើដែលត្រូវបានគេដាក់នៅទទឹងផ្លូវតែប៉ុណ្ណោះទាំងដែលគាត់ក៏បានជិះកាត់ផ្លូវនេះជាច្រើនបកទៅហើយប៉ុន្តែដូចជាមិនបានឃើញកំណាត់ឈើនឹងទាល់តែសោះប៉ុន្តែនៅពេលនេះតើវាមកនៅកន្លែងនឹងដោយរបៀបណាទោះបីជាគាត់ឆ្ងល់បែបនេះក៏ដោយក៏គាត់ត្រូវតែលើកកំណាត់ឈើនេះចេញពីផ្លូវរថយន្តរបស់គាត់ដែរព្រោះតែគាត់ត្រូវធ្វើដំណើរចាកចេញពីទីនេះហើយគាត់ក៏បានលើកកំណាត់ឈើនោះបោះចេញទៅគៀនបន្ទាប់មកគាត់ក៏បានប្រញាប់ឡើងមកលើរថយន្តរបស់គាត់វិញប៉ុន្តែជាអកុសលស្រាប់តែរថយន្តរបស់គាត់រលត់ភ្លាមនៅពេលដែលគាត់រៀបនឹងចេញដំណើរមិនដឹងថាតើវាមានរឿងអ្វីនោះទេគាត់ព្យាយាមមិនឆេះរថយន្តរបស់គាត់ឡើងវិញម្ដងហើយម្ដងទៀតប៉ុន្តែរថយន្តនោះក៏នៅតែមិនឆេះដដែលទោះបីជាគាត់ព្យាយាមយ៉ាងណាក៏ដោយស្របពេលដែលមេឃងងឹតអត់មានពន្លឺភ្លើងថែមទៀតធ្វើឲ្យគាត់នឹងកាន់តែមានអារម្មណ៍ថាភ័យខ្លាចហើយគាត់ក៏មិនដឹងថាជួសជុលរថយន្តរបស់គាត់ដោយរបៀបណាដែរដោយគាត់គ្រាន់តែមានភ្លើងពិលនៅក្នុងរថយន្តរបស់គាត់តែប៉ុណ្ណោះដូច្នេះគាត់បានយកភ្លើងពិលនោះចេញមកដើម្បីបញ្ចាំងមើលថាតើរថយន្តរបស់គាត់មានបញ្ហាអ្វីបានជានៅសុកវាស្រាប់តែដេកមិនឆេះបែបនេះនៅពេលដែលនីវ៉ាន់កំពុងតែព្យាយាមបញ្ឆេះនៅរថយន្តរបស់គេពេលនោះក៏ស្រាប់តែគេដូចជាបានឮសំឡេងមនុស្សប្រុសម្នាក់និយាយពីក្រោយខ្នងរបស់គេមកដោយគេបាននិយាយថាហេតុអ្វីបានជាបងប្រុសយកខ្ញុំមកចោលនៅទីនេះនៅពេលដែលលឺអញ្ចឹងធ្វើឲ្យនីវ៉ាន់ភ្ញាក់ព្រឺគេមកដឹងថាម្ចាស់សំឡេងនោះគឺជាអ្នកណានោះទេដូច្នេះគេក៏បានកលេចមើលទៅក្រោយដើម្បីចង់ដឹងថាតើម្ចាស់សំឡេងនោះជាអ្នកណាឲ្យពិតប្រាកដលុះដល់ពេលដែលគេកលេចមើលទៅក្រោយដោយកាន់ពិលរបស់គេបញ្ចាំងទៅការពិតអ្នកដែលនិយាយនោះគឺជាក្មេងប្រុសម្នាក់ដែលគាត់បានអនុញ្ញាតឲ្យគេឡើងជិះលើរថយន្តជាមួយនឹងគាត់ដែរឃើញបែបនេះគាត់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតែក្មេងប្រុសនោះបានបាត់សូន្យពីលើឡានរបស់គាត់តាំងពីពាក់កណ្ដាលផ្លូវមកម្លេះប៉ុន្តែនៅពេលនេះហេតុអ្វីបានជាក្មេងប្រុសម្នាក់ហ្នឹងគេមកនៅលើរថយន្តរបស់គាត់ទៅវិញទាំងដែលគាត់យកសាកសពចេញក៏មិនបានឃើញក្មេងប្រុសកំឡោះម្នាក់នឹងដែរប៉ុន្តែការពិតទៅក្នុងចិត្តរបស់នីវ៉ាន់បានដឹងរួចទៅហើយថាក្មេងប្រុសម្នាក់ហ្នឹងគឺមិនមែនជាមនុស្សនោះទេព្រោះអីនៅពេលដែលគាត់លើកសាកសពដែលគាត់បានដឹកមកយកទៅកប់នោះគឺឃើញថាសម្លៀកបំពាក់របស់គេនឹងគឺដូចគ្នាបេះបិទប៉ុន្តែគ្រាន់តែគាត់មើលមុខមិនយល់តែប៉ុណ្ណោះគឺអាវនិងខោនឹងគឺតែមួយអញ្ចឹងហើយបានជាគាត់ធ្វើការសន្និដ្ឋានថាក្មេងប្រុសម្នាក់នឹងគឺជាវិញ្ញាណខ្មោចរបស់សាកសពដែលគាត់បានដឹកយកមកកប់នៅទីនេះហើយអ្វីដែលធ្វើឲ្យនីវ៉ាន់កាន់តែរន្ធត់និងមានការភ័យខ្លាចកាន់តែខ្លាំងទៀតនោះគឺក្មេងប្រុសម្នាក់នឹងមិនបានបង្ហាញនៅរូបរាងដែលបានជួបជាមួយនឹងនីវ៉ាន់លើកដំបូងនោះទេគឺបង្ហាញនៅរូបរាងដែលគេបានជួបជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍មុខរបស់គេនឹងគឺឡើងខ្ទេចវល់តែម្ដងមើលឡើងលែងស្គាល់ប៉ុន្តែនីវ៉ាន់គឺគាត់ចំណាំត្រង់សម្លៀកបំពាក់នៅពេលដែលគាត់ដឹងថាគាត់ត្រូវបានខ្មោចលងបែបនេះគាត់បានស្រែកខ្លាំងព្រមទាំងបានសុំអង្វរថាកុំឲ្យលងគាត់អីគាត់មិនដឹងអីនោះទេគាត់ធ្វើទៅតាមគេប្រាប់តែប៉ុណ្ណោះប៉ុន្តែក្មេងប្រុសម្នាក់នឹងបានសួរទៅកាន់នីវ៉ាន់ទាំងដែលនីវ៉ាន់កំពុងតែភ័យឡើងញ័រទៅត្រឹកព្រមទាំងបិទភ្នែកនឹងអោនមុខចុះថែមទៀតដោយក្មេងប្រុសម្នាក់នឹងបានសួរថាហេតុអ្វីបានជាបងយកខ្ញុំមកទម្លាក់ចោលនៅកន្លែងនេះខ្ញុំមិនចង់នៅទីនេះនោះទេពេលនោះនីវ៉ាន់គាត់ឆ្លើយទាំងភ័យញ័រទៅត្រឹកថាគាត់គ្មានជំរឿននោះទេគឺគេជាអ្នកប្រាប់ឲ្យគាត់យកមកទីនេះហើយគាត់គ្រាន់តែស៊ីឈ្នួលយកសាកសពយកមកកប់តែប៉ុណ្ណោះក្រៅតែពីនឹងគឺគាត់មិនដឹងអីនោះទេគាត់ភ័យបណ្ដើរស្រែកបណ្ដើរនិងសុំអង្វរកុំឲ្យលងគាត់បណ្ដើរហើយរឿងរ៉ាវរបស់នីវ៉ាន់នៅក្នុងយប់នេះក៏ត្រូវបានកន្លងផុតទៅលុះដល់ពេលវេលាព្រឹកស្អែកឡើងចូលមកដល់ស្រាប់តែមានរឿងរ៉ាវផ្អើលឆោឡោឡើងតែម្ដងគឺដោយសារតែមានគេនឹងបានដើរកាត់ទីនេះហើយក៏បានប្រទះឃើញឡានរបស់នីវ៉ាន់មិនត្រឹមតែប្រទះឃើញឡានរបស់នីវ៉ាន់នៅតំបន់វត្តចាស់នោះទេថែមទាំងបានឃើញថានីវ៉ាន់គឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយមិនដឹងថាមូលហេតុអ្វីនោះទេប៉ុន្តែគ្រាន់តែការៈនៃការស្លាប់របស់គាត់មើលទៅហាក់ដូចជាគាត់ត្រូវបានជួបជាមួយនឹងរឿងរ៉ាវអ្វីដ៏គួរឲ្យភ័យខ្លាចមួយអញ្ចឹងដែលគាត់បានស្លាប់នៅក្នុងឡានទាំងចំហមាត់ហើយភ្នែករបស់គាត់ក៏ត្រូវបានបើកផងដែរមើលទៅទឹកមុខរបស់គាត់គឺដូចជាភ័យតក់ស្លុតមុនពេលដែលគាត់ដាច់ដង្ហើមស្លាប់
ដូច្នេះដំណឹងមួយនេះក៏បានលើទៅដល់ប៉ូលីសក៏បានចុះមកដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើការសោធវិจัยដើម្បីចង់ដឹងថាតើការស្លាប់របស់នីវ៉ាន់មានជាប់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវក្តីឃាតកម្មអ្វីឬក៏អត់ចំណែកឯអ៊ុំរ៉ាដែលជាពុករបស់នីវ៉ាន់បន្ទាប់ពីគាត់បញ្ចប់នៅភារកិច្ចរបស់គាត់ក៏បានត្រឡប់មកវត្តវិញសម្រាប់ដូចជាធម្មតាហើយនៅពេលដែលគាត់មិនបានឃើញកូនប្រុសរបស់គាត់មកដេកនៅក្នុងវត្តជាមួយនឹងគាត់ដែរគាត់គិតថាប្រហែលជាកូនប្រុសរបស់គាត់នឹងទៅដេកនៅឯផ្ទះនៅក្នុងភូមិហើយអញ្ចឹងគាត់ក៏មិនបានខ្វល់អ្វីដែរប៉ុន្តែនៅពេលព្រឹកឡើងនៅពេលដែលគាត់ទទួលបានដំណឹងនៃការស្លាប់របស់នីវ៉ាន់ធ្វើឲ្យគាត់ពិតជាមានចិត្តរន្ធត់ជាខ្លាំងមិននឹកស្មានថាកូនប្រុសរបស់គាត់ប្រែក្លាយទៅជាបែបនេះទាល់តែសោះដំបូងឡើយនៅពេលដែលគាត់ឮគេប្រាប់អំពីរឿងនេះគាត់ស្ទើរតែមិនជឿគេផងប៉ុន្តែយ៉ាងណាក៏ដោយក៏គាត់ត្រូវតែមើលដោយផ្ទាល់ដែរនៅពេលដែលគាត់ទៅដល់ទើបដឹងថាការពិតកូនប្រុសរបស់គាត់គឺពិតជាត្រូវបានស្លាប់បាត់បង់ជីវិតពិតមែនប៉ុន្តែប៉ូលីសបានធ្វើការពិនិត្យមើលទៅគឺមិនឃើញមានស្លាកស្នាមពាក់ព័ន្ធជាមួយនឹងគ្រឿងក្តីឃាតកម្មទាល់តែសោះប៉ុន្តែប៉ូលីសក៏បានដឹងដែរថានីវ៉ាន់កាលពីយប់មិញបានដឹកសពយកមកកប់នៅក្នុងតំបន់មួយនេះហើយគេក៏បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីពិនិត្យទៅមិនឃើញមានរឿងរ៉ាវក្តីឃាតកម្មពាក់ព័ន្ធជាមួយនឹងការស្លាប់របស់នីវ៉ាន់ប៉ូលីសក៏បានធ្វើការសន្និដ្ឋានថាការស្លាប់របស់គេអាចមកពីកាំងបេះដូងស្លាប់ដោយសារតែគេបានជួបជាមួយនឹងហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចអ្វីមួយចំណែកឯអ្នកភូមិវិញបន្ទាប់ពីបានដឹងរឿងមួយនេះគេបាននិយាយតៗគ្នាថាប្រហែលជាសាកសពដែលនីវ៉ាន់បានដឹកនោះប្រហែលជាគេលងបន្លាចនីវ៉ាន់ហើយបានជាធ្វើឲ្យនីវ៉ាន់កាំងបេះដូងស្លាប់បែបនេះហើយណាមួយដោយសារតែខ្មោចនោះគឺជាខ្មោចតៃហោងស្លាប់នៅតាមផ្លូវអញ្ចឹងហើយបានជាវាមានភាពកាចសាហាវបែបនេះទើបបានជាវាលងបន្លាចនីវ៉ាន់រហូតធ្វើឲ្យនីវ៉ាន់គាត់កាំងបេះដូងស្លាប់តែម្ដងប៉ុន្តែខាងប៉ូលីសក៏មិនបានរកឃើញថាសពនោះនៅលើឡាននោះបន្តទៅទៀតដែរប្រហែលជានីវ៉ាន់បានយកសពនោះយកទៅកប់រួចរាល់បាត់ទៅហើយនៅពេលដែលគេចាក់ចេញមកវិញគេក៏បានជួបជាមួយនឹងហេតុការណ៍បែបនេះតែម្ដងទៅដោយមិនអស់ចិត្តប៉ូលីសក៏បានទៅពិនិត្យបរិវេណជុំវិញវត្តគឺកន្លែងបញ្ចុះសពនឹងឯងហើយក៏បានឃើញថាមានភ្នូរថ្មីមួយត្រូវបានជីកនិងកប់រួចរាល់ទៅហើយអញ្ចឹងបញ្ជាក់ថាសាកសពនោះពិតជាត្រូវបាននីវ៉ាន់បញ្ចុះរួចរាល់ពិតមែនប៉ុន្តែហេតុអ្វីបានជាខ្មោចនោះនៅតែធ្វើការលងបន្លាចនីវ៉ាន់ទៀតបែរមកអ៊ុំរ៉ាដែលជាពុករបស់នីវ៉ាន់វិញគាត់ពិតជាមានការសោកស្ដាយជាខ្លាំងគាត់មិនគួរណាបណ្ដោយឲ្យកូនប្រុសរបស់គាត់ទៅដឹកសាកសពតែម្នាក់ឯងនោះទេទោះបីជាគេមានភាពក្លាហានមិនខ្លាចខ្មោចក៏ដោយប៉ុន្តែពេលខ្លះភាពក្លាហានមិនប្រកាសថាអាចដោះស្រាយរាល់បញ្ហាបាននោះទេទាល់តែមានចំណេះជំនាញខ្លះទើបអាចជួយសង្គ្រោះជីវិតនិងដោះស្រាយបញ្ហាបានហើយគាត់ក៏សោកស្ដាយផងដែរដែលគាត់ចេះតែបណ្តែតបណ្ដោយទៅតាមចិត្តកូនប្រុសរបស់គាត់បើសិនជាពេលហ្នឹងគាត់មិនតាមចិត្តគេនោះទេគាត់បង្ខំឲ្យគេរៀននៅបាលីមួយចំនួនដើម្បីទុកការពារខ្លួនប្រហែលពេលនេះគឺក៏មិនស្លាប់ដែរនិយាយទៅគឺគាត់ពិតជាមានវិបដិសារីជាខ្លាំងគាត់មានកូនប្រុសតែម្នាក់នេះតែប៉ុណ្ណោះបន្ទាប់ពីប្រពន្ធរបស់គាត់ស្លាប់ទៅប៉ុន្តែនៅពេលនេះកូនប្រុសរបស់គាត់ក៏ត្រូវបានស្លាប់ទៅចោលគាត់ម្នាក់ទៀតគាត់ច្បាស់ជាគ្មានពាក្យអ្វីនិយាយជាមួយនឹងប្រពន្ធរបស់គាត់ដែលបានស្លាប់ទៅហើយនោះទេសូម្បីតែកូនប្រុសតែម្នាក់គត់របស់ពួកគាត់នឹងក៏គាត់មើលថែមិនបានល្អដែរនិយាយទៅចាប់តាំងពីពេលហ្នឹងគឺអ៊ុំរ៉ាគាត់ពិបាកចិត្តជាខ្លាំងចាប់តាំងពីកូនប្រុសរបស់គាត់ស្លាប់ទៅគាត់លែងគិតចង់ធ្វើអ្វីទាំងអស់គាត់គិតតែពីផឹកស្រានិងបន្ទោសខ្លួនឯងតែប៉ុណ្ណោះចំណែកឯខាងប៉ូលីសក៏មិនទាន់ប្រកល់សពរបស់នីវ៉ាន់ឲ្យទៅកាន់ឪពុករបស់ខ្លួនយកទៅធ្វើបន់ដែរគឺត្រូវដង្កល់នៅប៉ុស្តិ៍ប៉ូលីសចំនួន1ថ្ងៃសិនដើម្បីធ្វើការពិនិត្យបន្តទៅទៀតដោយសារតែការពិនិត្យសាកសពនៅកន្លែងកើតហេតុភ្លាមមិនប្រកាសថាអាចរកឃើញតម្រុយពាក់ព័ន្ធជាមួយនឹងការស្លាប់របស់នីវ៉ាន់នោះទេចឹងហើយបានជាគេត្រូវតែយកទៅកន្លែងដើម្បីធ្វើការពិនិត្យម្ដងទៀតជាមុនសិនមុននឹងធ្វើការបញ្ចប់របាយការណ៍ពាក់ព័ន្ធជាមួយនឹងការស្លាប់របស់នីវ៉ាន់បន្ទាប់ពីខាងប៉ូលីសយកទៅពិនិត្យបានរយៈពេល1ថ្ងៃហើយក៏នៅតែពិនិត្យមិនឃើញថាការស្លាប់របស់នីវ៉ាន់ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវក្តីឃាតកម្មនោះទេដូច្នេះគេបានធ្វើការសន្និដ្ឋានថានីវ៉ាន់បានជួបជាមួយនឹងរឿងរ៉ាវអ្វីមួយដែលធ្វើឲ្យគេភ័យរហូតដល់កាំងបេះដូងស្លាប់បន្ទាប់ពីពិនិត្យរួចរាល់ហើយនឹងបិទរបាយការណ៍ដូច្នេះសាកសពរបស់នីវ៉ាន់ក៏ត្រូវបានប្រកល់ទៅឲ្យឪពុករបស់នីវ៉ាន់ដើម្បីយកទៅធ្វើបុណ្យអញ្ចឹងមានន័យថារំលងដល់ថ្ងៃទី2ទើបសាកសពនោះត្រូវបានប្រកល់មកឲ្យក្រុមគ្រួសារដើម្បីយកមកធ្វើបុណ្យប៉ុន្តែទម្រាំតែបានទៅយកសាកសពនោះគឺថាវាពេលល្ងាចបាត់ទៅហើយ
ចំណែកឯអមរៈនៅពេលដែលគាត់បានឃើញសាកសពកូនប្រុសរបស់គាត់បែបនេះគាត់ពិតជាមានចិត្តអាឡោះអាល័យជាខ្លាំងគាត់មិនចង់បូជាសាកសពរបស់កូនប្រុសរបស់គាត់នោះទេគាត់គិតថានឹងទុកគេមើលមុខបែបនេះប៉ុន្តែត្រូវបានបងប្អូនញាតិជិតខាងនឹងប្រាប់ឲ្យគាត់យកវាទៅបូជាទៅទោះបីជាទុកបែបនេះក៏គ្មានប្រយោជន៍អ្វីដែរណាមួយនីវ៉ាន់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយទុកតែប៉ុន្មានថ្ងៃទៀតសាកសពច្បាស់ជាស្រួយរលួយហើយណាមួយបើសិនជាមិនបូជាទៀតនោះវិញ្ញាណរបស់គេក៏ទៅមិនបានសុខដែរហើយដោយសារតែអមរៈគាត់គឺជាអាចារ្យភ្លុកនៅពេលដែលគាត់គន់គូមើលទៅទើបដឹងច្បាស់ថាសាកសពរបស់កូនប្រុសគាត់មិនអាចទុកបន្តទៅទៀតបាននោះទេគឺត្រូវតែធ្វើការបូជានៅក្នុងយប់នេះតែម្ដងបូជាកាន់តែលឿនកាន់តែល្អគាត់នឹងធ្វើការបូជានៅម៉ោង 9 នៅយប់នេះសាកសពរបស់នីវ៉ាន់ដោយសារតែការស្លាប់ដែលគួរភ័យខ្លាចបែបនេះមិនសូវជាមានអ្នកមកចូលរួមនោះទេមនុស្សយ៉ាងច្រើនបំផុតគឺមានតែ10នាក់តែប៉ុណ្ណោះ10នាក់នោះគឺមានតែមិត្តភ័ក្តិជិតស្និទ្ធឬក៏បងប្អូនរបស់នីវ៉ាន់នឹងឯងចំណែកឯអ្នកភូមិវិញគឺគេមិនសូវហ៊ានមកចូលរួមនោះទេដោយសារតែខ្មោចរបស់នីវ៉ាន់គឺជាខ្មោចតៃហោងជាពិសេសនៅពេលយប់ទៀតពួកគេហាក់ដូចជាមានការខ្លាចរអាចឹងហើយបានជាពួកគេមិនបានមកចូលរួមឡើយទោះបីជាយ៉ាងណាក៏ដោយក៏អមរៈគាត់មិនបានខ្វល់ពីចំនួនមនុស្សមកចូលរួមឬក៏អត់ដែរប៉ុន្តែអ្វីដែលគាត់កំពុងតែខ្វល់គឺពិបាកចិត្តចំពោះការស្លាប់កូនប្រុសរបស់គាត់នឹងឯងហើយមូលហេតុមួយទៀតដែលអ្នកភូមិមិនហ៊ានមកចូលរួមនៅក្នុងកម្មវិធីបុណ្យសពរបស់នីវ៉ាន់គឺដោយសារតែអ្នកភូមិបាននិយាយតៗគ្នាថាការស្លាប់របស់នីវ៉ាន់នឹងគឺការស្លាប់ដោយបិទភ្នែកមិនចិត្តសូម្បីតែប៉ូលីសយកដៃទៅបិទភ្នែកគេជាច្រើនដងច្រើនសារយ៉ាងណាក៏ដោយក៏ភ្នែកនោះនៅតែបើកបញ្ឈររហូតគុំតែពួករបស់គេសូននៅបល័យអ្វីមួយនោះទេហើយគាត់ក៏បានយកដៃទៅបិទតែភ្នែករបស់នីវ៉ាន់បានបិទចិត្តវិញបើមិនដូច្នោះនោះទេភ្នែកនោះនឹងបើករហូតមើលទៅគឺពិតជាគួរឲ្យខ្លាចយ៉ាងខ្លាំងចឹងហើយបានជាអ្នកភូមិមានអារម្មណ៍មិនល្អពួកគេមិនហ៊ានចូលរួមនៅក្នុងកម្មវិធីបុណ្យសពរបស់នីវ៉ាន់មិនមែនតែអ្នកភូមិនោះទេសូម្បីតែអមរៈដែលជាឪពុករបស់នីវ៉ាន់ផ្ទាល់នឹងគាត់ក៏បានដឹងអំពីបញ្ហាមួយនេះដែរចឹងហើយបានជាគាត់មិនបានខឹងសម្បាជាមួយនឹងអ្នកភូមិឡើយព្រោះអីគាត់ដឹងថាពួកគេខ្លាចខ្មោចរបស់នីវ៉ាន់ហេតុនេះទោះបីជាគេមកឬក៏មិនមកគាត់ក៏មិនប្រកាន់ខឹងជាមួយនឹងពួកគេដែរអ្វីដែលគាត់ត្រូវធ្វើគឺគាត់មានតែធ្វើការបូជាសពកូនប្រុសរបស់គាត់នៅក្នុងយប់នេះឲ្យបានរួចរាល់តែប៉ុណ្ណោះលុះដល់ពេលវេលាយប់ឡើងចូលមកដល់សាកសពរបស់នីវ៉ាន់គឺត្រូវបានឪពុករបស់គាត់រៀបចំយ៉ាងរួចរាល់គឺរងចាំទៅដល់ពេលវេលានៃការបូជាតែប៉ុណ្ណោះគឺម៉ោងប្រមាណជាង 9 យប់លុះដល់ម៉ោងប្រមាណជាង 8 កន្លះនឹងសុកស្រាប់តែមេឃចាប់ផ្ដើមធ្លាក់ភ្លៀងមកជាខ្លាំងធ្វើឲ្យគ្រប់គ្នាចាប់ផ្ដើមមានការភ្ញាក់ផ្អើលព្រោះអីទៅបន្តិចទៀតនេះត្រូវដល់ពេលវេលាដែលត្រូវបូជាសពរបស់នីវ៉ាន់ទៅហើយប៉ុន្តែហេតុដូចបានជាមកភ្លៀងនៅក្នុងពេលនេះទៅវិញសូម្បីតែអមរៈគាត់ក៏មានការភ្ញាក់ផ្អើលផងដែរព្រោះអីបើសិនជាភ្លៀងបែបនេះសាកសពកូនប្រុសរបស់គាត់ច្បាស់ជាមិនអាចធ្វើការបូជាបាននោះទេដូច្នេះអ្វីដែលត្រូវធ្វើគឺមានតែរងចាំរហូតដល់ទម្រាំតែមេឃរាំងភ្លៀងតែប៉ុណ្ណោះទើបរៀបចំធ្វើការបូជាសពយកតែម្ដងក្នុងអំឡុងពេលនៃការអង្គុយរងចាំឲ្យមេឃរាំងភ្លៀងហ្នឹងអមរៈគាត់បានធ្វើការគុនគូមើលទៅគាត់ឃើញថាថ្ងៃនេះដូចជាមានរឿងមិនល្អកើតឡើងដូច្នេះធ្វើឲ្យគាត់មានការបារម្ភកាន់តែខ្លាំងគាត់ខ្លាចថាភ្លៀងគឺនឹងមិនរាំងដែលធ្វើឲ្យមានការរំខានទៅដល់ការបូជាសពមួយនេះព្រោះអីសពកូនប្រុសរបស់គាត់គឺជាខ្មោចតៃហោងបើសិនជាមិនប្រញាប់បូជានោះទេរឿងរ៉ាវអាក្រក់នឹងអាចកើតឡើងអញ្ចឹងហើយគាត់សង្ឃឹមថាភ្លៀងអាចនឹងឆាប់រាំងនៅក្នុងពេលឆាប់នេះនឹងអាលគាត់ធ្វើការបូជាសពនីរ៉ាដែលជាកូនប្រុសរបស់គាត់តែម្ដងប៉ុន្តែបន្ទាប់ពីគាត់រងចាំអស់រយៈពេលពី1ម៉ោងទៅ1ម៉ោងឃើញថាភ្លៀងមិនព្រមរាំងទាល់តែសោះភ្លៀងថ្ងៃនេះពិតជាចំណាយខ្លាំងមែនទែនធ្លាក់រហូតដល់2ទៅ3ម៉ោងទៅហើយក៏នៅតែមិនទាន់រាំងទៀតដោយសារតែគាត់មើលទៅថាមេឃនេះអាចនឹងភ្លៀងរហូតដល់ព្រឹកអញ្ចឹងគាត់ក៏សម្រេចចិត្តថានឹងយកសពរបស់កូនប្រុសគាត់ទៅបញ្ចុះវិញដោយមិនចាំបាច់បូជានោះទេធ្វើយ៉ាងណាគឺត្រូវតែធ្វើពិធីបញ្ចុះឲ្យបានរួចរាល់មុនពេលមេឃភ្លឺបើមិនដូច្នោះនោះទេរឿងរ៉ាវមិនល្អអាចនឹងកើតឡើងនៅក្នុងភូមិមួយនេះទាំងមូលចំណែកឯមិត្តភ័ក្តិឬក៏បងប្អូនចំនួនប្រមាណជាង10នាក់ជាងដែលបានទៅចូលរួមនឹងឃើញបែបនេះពួកគេក៏មានអារម្មណ៍ថាមិនស្រួលដែរប៉ុន្តែគ្រាន់តែពួកគេមិនចេះគុនគូមើលតែប៉ុណ្ណោះ
ប៉ុន្តែពួកគេបានមើលទៅកាន់ទឹកមុខរបស់អម្រៈឃើញអំពីការព្រួយបារម្ភរបស់គាត់ពួកគេក៏អាចកាត់យល់បានដែរថាមើលទៅសាកសពនេះអាចនឹងមានបញ្ហាជាមិនខានបើមេឃនៅតែបន្តភ្លៀងមិនព្រមរាំងអញ្ចឹងបន្ទាប់ពីគាត់រងចាំអស់ចិត្តហើយគាត់ក៏សម្រេចចិត្តថានឹងយកសាកសពមួយនេះដង្ហែទៅដើម្បីធ្វើការបញ្ចុះនៅឯវត្តចាស់តែម្ដងទៅហើយគាត់ក៏បានងាកមកប្រាប់ទៅកាន់គ្រប់គ្នាថាពេលនេះគាត់នឹងធ្វើការផ្លាស់ប្ដូរចិត្តដោយសារតែមេឃភ្លៀងខ្លាំងមិនព្រមរាំងបែបនេះគឺមានតែសម្រេចចិត្តថាយកសពទៅបញ្ចុះនៅឯវត្តចាស់វិញតែប៉ុណ្ណោះដូច្នេះគាត់ត្រូវការកម្លាំងមនុស្សជួយសៃមឈូសកូនប្រុសរបស់គាត់ដើម្បីបញ្ចុះនៅឯវត្តចាស់ហើយដោយសារតែគ្នាចំនួន7-10នាក់ឯណោះអញ្ចឹងគឺមិនខ្វះកម្លាំងនោះទេពួកគេក៏បានយល់ព្រមធ្វើទៅតាមគាត់ហើយណាមួយដោយសារតែពួកគេគឺស្ថិតតែជាមិត្តភក្តិជិតស្និទ្ធនិងបងប្អូនជិតស្និទ្ធរបស់នីវ៉ាន់អញ្ចឹងហើយទោះបីជាមានរឿងអ្វីក៏ដោយក៏ពួកគេជួយគាត់ឲ្យអស់ពីដៃពីជើងដែរប៉ុន្តែមុនពេលដែលចេញដំណើរទៅនឹងអម្រៈគាត់បានផ្ដាំផ្ញើទៅកាន់គ្រប់គ្នាថានៅពេលដែលធ្វើដំណើរពីទីនេះទៅកាន់វត្តចាស់គឺត្រូវតែធ្វើដំណើរទៅត្រង់មិនត្រូវងាកក្រោយជាដាច់ខាតជាពិសេសអ្នកដែលដើរនៅក្រោយគេនឹងតែម្ដងទោះបីជាបានឮសំឡេងអ្វីតាមផ្លូវក៏ដោយក៏មិនត្រូវងាកមើលទៅខាងក្រោយដែរអ្វីដែលកាន់តែសំខាន់ជានេះទៀតមឈូសគឺត្រូវតែសែងរហូតដល់កន្លែងបញ្ចុះសពមិនត្រូវឲ្យវាប៉ះដីនៅតាមផ្លូវជាដាច់ខាតទោះបីជាមានរឿងអ្វីក៏ដោយក៏ត្រូវតែការពារមឈូសមួយនេះមិនឲ្យវាធ្លាក់ទៅដល់ដីឡើយបើមិនដូច្នោះនោះទេលទ្ធផលគឺគាត់មិនអាចទូទាយបានមុននោះទេនៅពេលដែលបានឮអម្រៈគាត់ផ្ដាំផ្ញើបែបនេះពួកគេងក់ក្បាលយល់ព្រមទាំងចិត្តភ័យខ្លាចពួកគេគិតថាប្រហែលជាមានរឿងអ្វីមួយកើតឡើងនៅពេលដែលពួកគេដង្ហែសពយកទៅបញ្ចុះប៉ុន្តែយ៉ាងណាក៏មានអម្រៈដែលជាអាចារ្យដែលចេះនៅមុនវិជ្ជាការឬក៏ធម៌បាលីច្រើនដូច្នេះប្រហែលជាគ្មានរឿងអ្វីកើតឡើងនោះទេបន្ទាប់ពីគាត់បានផ្ដាំផ្ញើប្រាប់នៅដំណោមួយចំនួនទៅកាន់ពួកគេរួចហើយពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាសៃមឈូសចាក់ចេញទៅនៅពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងការពិតទៅមិនមែនថាមនុស្សទាំងអស់ដែលកំពុងតែសៃមឈូសនោះមិនខ្លាចនោះទេពួកគេគឺពិតជាខ្លាចខ្លាំងណាស់នៅពេលដែលពួកគេបានដឹងអំពីស្ថានភាពដែលកំពុងតែកើតឡើងតែមានហេតុផលពីរដែលពួកគេសម្រេចចិត្តជួយសៃមឈូសដើម្បីទៅបញ្ចុះគឺទី1ដោយសារតែវ៉ាន់គឺជាមិត្តភក្តិជិតស្និទ្ធហើយក៏ជាបងប្អូនផងដែរពួកគេចង់ជួយទៅដល់នីវ៉ាន់ឬក៏ជូនដំណើរនីវ៉ាន់ជាលើកចុងក្រោយទី2គឺពួកគេមានការជឿជាក់ទាំងស្រុងទៅលើអម្រៈដោយសារតែអម្រៈគាត់គឺជាអាចារ្យភ្លុកហើយក៏ចេះនៅបាលីជាច្រើនដែលអាចការពារពួកគេពីការយាយីពីពពួកវិញ្ញាណអមនុស្សដែរអញ្ចឹងហើយបានជាពួកគេហ៊ានរួមដំណើរទៅជាមួយនឹងអម្រៈដែរបើសិនជាខុសពីអម្រៈវិញប្រហែលជាពួកគេគ្នាត្រឡប់ទៅផ្ទះតាំងពីដែលមេឃធ្លាក់ភ្លៀងដំបូងមកម្លេះគេប្រហែលជាមិនហ៊ានទៅប្រថុយជាមួយនឹងខ្មោចបែបនេះនោះទេសៃមឈូសរបស់ពួកគេបាននាំគ្នាធ្វើដំណើរយ៉ាងស្ងៀមស្ងាត់គឺឮសូរតែសំឡេងរបស់អម្រៈតែប៉ុណ្ណោះអម្រៈគាត់ម្ដងដើរនៅខាងក្រោយគេម្ដងដើរនៅខាងមុខមូលហេតុគឺដោយសារតែគាត់កំពុងតែសូត្របាលីដើម្បីការពាររាល់វិញ្ញាណអមនុស្សចូលមកយាយីឬក៏ចូលមកសន្តិដ្ឋនៅក្នុងខ្លួនសាកសពកូនប្រុសរបស់គាត់ទោះបីជាគាត់បានចងខ្សែសមារួចហើយយ៉ាងណាក៏ដោយក៏គាត់នៅតែបន្តសូត្រនៅបាលីការពារដដែលព្រោះអីការធ្វើដំណើរនៅពេលភ្លៀងនេះមិនដឹងថាអាចនឹងជួបហេតុភេទអ្វីកើតឡើងនោះទេទោះបីជាយ៉ាងណាក៏ដោយក៏អម្រៈនៅតែមានការព្រួយបារម្ភដោយសារតែគាត់ខ្លាចថានៅតាមផ្លូវងងឹតបែបនេះគាត់ខ្លាចថានឹងអាចធ្វើពួកគេនឹងរអិលដួលហើយមឈូសនោះអាចនឹងធ្លាក់ទៅលើដីមួយទៀតខ្លាចថាមានវិញ្ញាណណាមួយបន្លំខ្លួនធ្វើជាអ្វីមួយយ៉ាងហើយបានពង្វក់ទៅលើអ្នកដែលកំពុងតែសែងមឈូសនោះមួយទៀតគាត់កាន់តែបារម្ភខ្លាំងនោះខ្លាចថានៅពេលដែលគាត់ហែសាកសពមួយនេះទៅដល់ទីបញ្ចុះសពហើយស្រាប់តែភ្លៀងខ្លាំងมันអាចជីកភ្នោបាននេះគឺជាមូលហេតុដ៏ធំមួយទៀតដែលគាត់មានការព្រួយបារម្ភខ្លាំងជាងគេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់មិនអាចទុកសាកសពនេះទាំងបែបនេះបានដែរគឺមានតែប្រថុយសាឡបងទៅកន្លែងបញ្ចុះសាកសពសិនតែប៉ុណ្ណោះគាត់នឹងរកទួលណាដែលมันអាចធ្វើឲ្យមានទឹកលិចហើយបន្ទាប់មកពួកគាត់នឹងចាប់ផ្ដើមជីកដីហើយនឹងដាក់សាកសពនោះចូលទៅបញ្ចុះឲ្យបានត្រឹមត្រូវនៅពេលដែលគាត់ដើរម្ដងមុខម្ដងក្រោយអញ្ចឹងអ្នកដែលកំពុងតែសែងមឈូសនោះពួកគេហាក់ដូចជាបានដឹងថាអម្រៈគាត់ដឹងថាមានអ្វីកំពុងតែព្យាយាមចូលមកចិត្តពួកគេបានជាគាត់ដើរម្ដងមុខម្ដងក្រោយនឹងសូត្របាលីមិនដាច់តតែសោះព្រោះតែពេលដែលគេហែសពរាល់ដងហ្នឹងអម្រៈគាត់មើលទៅហាក់ដូចជាមិនធ្លាប់មានការព្រួយបារម្ភបែបនេះឡើយគាត់ដើរមុខគេហើយនឹងសូត្របាលីម្យ៉ាងតែប៉ុណ្ណោះ
ប៉ុន្តែលើកនេះម្ដងដើរមុខម្ដងដើរក្រោយម្ដងដើរជំហៀងហើយមាត់របស់គាត់នៅតែបន្តសូត្របាលីមិនឈប់តតែសោះដែលជាហេតុធ្វើឲ្យអ្នកដែលកំពុងតែសៃនឹងពួកគេម្នាក់ព្រឺរួមឡើងបាសសក់ជ្រងតែម្ដងប៉ុន្តែសំណាងល្អដែលពួកគេមានគ្នាច្រើនគួរសមដែរអញ្ចឹងបានជាពួកគេជួយគ្នាបញ្ជ្រាបគ្នាសែងដើម្បីការពារកុំឲ្យមានការភ័យខ្លាចហើយនៅពេលដែលពួកគេកំពុងតែធ្វើដំណើរទៅកាន់ទីបញ្ចុះសពដែលជាវត្តចាស់នោះសុកស្រាប់តែអំណាក់គាត់បានឮសំឡេងមានមនុស្សបានឈរហៅឈ្មោះរបស់គាត់ពីក្រោយខ្នងដោយសំឡេងនោះបានស្រែកថាពុកតើពុកកំពុងតែទៅណានឹងហេតុបានជាពុកទៅចោលខ្ញុំបែបនេះនៅពេលដែលបានឮសំឡេងបែបនេះភ្លាមធ្វើឲ្យអមរៈគាត់ហាក់ដូចជាភ្ញាក់ស្មារតីព្រឺតគឺដោយសារតែសំឡេងនោះគឺជាសំឡេងកូនប្រុសរបស់គាត់ 100% គាត់ស្ទើរតែងាកមើលទៅខាងក្រោយទៅរកម្ចាស់សំឡេងទៅហើយប៉ុន្តែភ្លាមនោះគាត់ក៏ចាប់ផ្ដើមភ្ញាក់ស្មារតីមកវិញនិងដឹងថាកូនប្រុសរបស់គាត់គឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដូច្នេះសំឡេងនោះច្បាស់ជាមិនមែនជាសំឡេងកូនប្រុសរបស់គាត់ទេហើយណាមួយគាត់ក៏ជាចាភ្លុកដែលមានបទពិសោធន៍ម្នាក់ដែរមិនគួរណាចាញ់បោកវិញ្ញាណខ្មោចវាមកបន្លំបែបនេះឡើយដូច្នេះគាត់ក៏មិនបានខ្វល់អ្វីដែរគាត់នៅតែបន្តសូត្រនៅបាលីនិងព្រមទាំងយកអង្គដែលគាត់បានដាក់មកតាមនឹងបាចតាមផ្លូវជាប់មករហូតហើយគាត់ក៏មិនបានប្រាប់អ្នកណាឲ្យដឹងអំពីរឿងមួយនេះដែរព្រោះតែគាត់ខ្លាចថាពួកគេនឹងខ្លាចអញ្ចឹងគាត់ក៏ស្ងាត់ចេះតែនាំផ្លូវពួកគេបន្តទៅមុខទៀតម្ដងម្កាលអមរៈគាត់តែងតែធ្វើការរំលឹកទៅដល់ពួកគេឲ្យមានការប្រុងប្រយ័ត្នព្រោះអីមេឃកំពុងតែភ្លៀងបែបនេះខ្លាចថាពួកគេអាចនឹងរអិលដួលដែលជាហេតុធ្វើឲ្យមឈូសនោះត្រូវបានធ្លាក់ទៅលើដីចឹងហើយបានជាគាត់តែងតែធ្វើការរំលឹកទៅដល់ពួកគេបែបនេះចំណែកឯអ្នកដែលសៃមឈូសវិញព្យាយាមតាំងស្មារតីធ្វើយ៉ាងណាកុំឲ្យពួកគេនឹងគឺធ្លោះធ្លោយក្នុងការធ្វើដំណើរលើកនេះឲ្យសោះដូច្នេះពួកគេក៏បាននាំគ្នាធ្វើដំណើរបន្តទៅមុខទៀតប៉ុន្តែនៅពេលដែលពួកគេធ្វើដំណើរទៅដល់កន្លែងមួយគឺក្រោមដើមឈើដ៏ធំមួយហ្នឹងនៅពេលនោះស្រាប់តែមានបុរសម្នាក់ដែលដើរនៅមុខគេហើយខាងឆ្វេងដៃហ្នឹងគេបែរជាកលេចភ្នែកមើលទៅខាងក្រោមដើមឈើធំនោះពេលនោះស្រាប់តែគេបែរជាបានឃើញនីវ៉ាន់ហ្នឹងកំពុងតែឈរនៅខាងក្រោមដើមឈើធំមួយហ្នឹងមិនត្រឹមតែប៉ុណ្ណោះនីវ៉ាន់ថែមទាំងបានស្រែកសួរទៅកាន់ពួកគេថាតើអ្នកទាំងអស់គ្នាកំពុងតែធ្វើដំណើរទៅណាហើយបានជាធ្វើដំណើរទៅទាំងភ្លៀងបែបនេះនៅពេលដែលបានឃើញព្រមទាំងបានឮសំឡេងស្រែកសួរបែបនេះធ្វើឲ្យបរិសម្នាក់ដែលនៅខាងឆ្វេងហ្នឹងគាត់ភ័យខ្លាំងមែនទែនរហូតធ្វើឲ្យគាត់នឹងរអិលជើងឡើងដួលទៅដីតែម្ដងប៉ុន្តែសំណាងល្អគឺមឈូសនោះមិនត្រូវបានធ្លាក់ទៅលើដីនោះទេគឺដោយសារតែមានបរិសម្នាក់ទៀតហ្នឹងដែលជួយនៅពីក្រោយបើសិនជាសែងតែ4នាក់ច្បាស់ជាមឈូសនោះធ្លាក់ជាមិនខានប៉ុន្តែដោយសារតែអមរៈគាត់មានការចាប់ចែងបានម៉ត់ចត់គាត់ដឹងថានៅពេលដែលធ្វើដំណើរនៅពេលភ្លៀងបែបនេះច្បាស់ជាមានអ្នករអិលដួលជាមិនខានចឹងហើយបានជាគាត់រៀបចំឲ្យដាក់កន្លែង1 2នាក់កន្លែង1 2នាក់បើសិនជាដួលម្នាក់ក៏នៅម្នាក់ទៀតជួយទប់ដែរដែលជាហេតុធ្វើមឈូសនោះគឺមិនត្រូវបានធ្លាក់ទៅលើដីនោះទេចំណែកឯបរិសដែលបានដួលនោះក៏បានជង់អស់ទៅកាន់ក្រោមដើមឈើធំមួយនឹងនិងស្រែកថានោះគឺជានីវ៉ាន់គេកំពុងតែឈរនៅទីនោះប៉ុន្តែភ្លាមនោះអមរៈគាត់បានប្រាប់ទៅកាន់បរិសម្នាក់នឹងវិញថាឆាប់ចូលមកខាងក្នុងវិញភ្លាមមកហើយឈប់និយាយវេផ្ដាស់ដើរទៅកន្លែងរបស់ឯងវិញទៅសែងដូចជាធម្មតាបន្ទាប់ពីគាត់និយាយបែបនេះហើយគាត់ក៏បានសូត្រមុនគិថារបស់គាត់បន្ទាប់មកគាត់ក៏បានបាច់អង្គនោះទៅលើបរិសម្នាក់ដែលបានឃើញនីវ៉ាន់កំពុងតែឈរនៅខាងក្រោមដើមឈើនោះបន្ទាប់ពីត្រូវបានអមរៈគាត់បាច់អង្គទៅលើបរិសម្នាក់នោះហើយស្រាប់តែបរិសម្នាក់នោះលែងបានឃើញនីវ៉ាន់ឈរនៅខាងក្រោមដើមឈើបន្តទៅទៀតចំណែកបរិសម្នាក់នឹងវិញនៅពេលនេះគាត់ពិតជាភ័យខ្លាំងមែនទែនព្រោះតែគាត់ដឹងថាអំបញ្ញមិញគាត់គឺត្រូវបានខ្មោចរបស់នីវ៉ាន់នឹងលងបន្លាចគាត់ហើយមិនមែនតែបរិសម្នាក់នឹងម្នាក់ទេដែលកំពុងតែភ័យនោះសូម្បីតែអ្នកដែលកំពុងតែសៃនឹងធ្វើដំណើរទៅជាមួយនឹងក៏ភ័យខ្លាចផងដែរនៅពេលដែលបានឃើញមានមនុស្សម្នាក់ស្រែកប្រាប់ថាបានឃើញនីវ៉ាន់កំពុងតែឈរនៅខាងក្រោមដើមឈើធំប៉ុន្តែនៅពេលដែលពួកគេមើលទៅបែរជាបានឃើញអ្វីទាំងអស់ដូច្នេះពួកគេដឹងច្បាស់ថាពេលនេះខ្មោចរបស់នីវ៉ាន់កំពុងតែធ្វើការលងបន្លាចបរិសម្នាក់នឹងហើយចឹងហើយបានជាពួកគេនឹងក៏ភ័យជាមួយនឹងគ្នាផងដែរទោះបីជាពួកគេមិនបានឃើញក៏ដោយចំណែកឯអមរៈគាត់ក៏បាននិយាយទៅកាន់ពួកគេដើម្បីដាស់តឿនស្មារតីរបស់ពួកគេថាមានយើងនៅទីនេះទោះបីជាមានខ្មោចព្រាយបិសាចអ្វីចូលមកក៏វាមិនអាចធ្វើអ្វីពួកឯងដែរពួកឯងគឺគិតតែពីធ្វើដំណើរទៅមុខឲ្យតែត្រង់ផ្លូវទៅចំណែកឯពួកវាទុកឲ្យយើងគឺជាអ្នកចាត់ការ
នៅពេលដែលបានលឺអមរៈអះអាងបែបនេះធ្វើពួកគេរៀងមានកម្លាំងចិត្តនិងបាត់បង់ភាពភ័យខ្លាចបន្តិចហើយពួកគេក៏បាននាំគ្នាបន្តដំណើរទៅមុខទៀតបន្ទាប់ពីការធ្វើដំណើរអស់រយៈពេលប្រមាណជាង1សន្ទុះក្រោយមកពួកគេក៏បានធ្វើដំណើរទៅដល់វត្តចាស់គឺជាកន្លែងបញ្ចុះសពនឹងឯងប៉ុន្តែគ្រាន់តែឈានជើងចូលទៅដល់តំបន់នោះភ្លាមស្រាប់តែពួកគេបានឃើញថាមានភ្លើងធំមួយបានហោះកាត់ដើមឈើនិងហោះកាត់នៅលើក្បាលរបស់ពួកគេនៅពេលដែលឃើញបែបនេះធ្វើឲ្យពួកគេចាប់ផ្ដើមនាំគ្នាភ័យស្លន់ស្លោដែលធ្វើឲ្យមឈូសនោះស្ទើរតែធ្លាក់ចុះទៅដីទៅហើយឃើញបែបនេះអ៊ំរ៉ាគាត់ប្រញាប់ស្រែកប្រាប់ឲ្យពួកគេនឹងគឺតាំងស្មារតីឲ្យនឹងហើយនៅឲ្យស្ងៀមកុំស្លន់ស្លោឲ្យសោះជាពិសេសគឺមិនត្រូវឲ្យមឈូសនោះធ្លាក់ដល់ដីជាដាច់ខាតវាមិនអាចធ្វើអ្វីពួកឯងបាននោះទេដរាបណាដែលមានយើងនៅទីនេះនៅពេលដែលឮអ៊ំរ៉ាអះអាងបែបនេះធ្វើពួកគេនឹងគឺរៀងមានអារម្មណ៍ថាស្ងប់នៅក្នុងចិត្តបន្តិចហើយពួកគេក៏បានតាំងជំហរនិងព្យាយាមជួយលើកមឈូសនោះការពារកុំឲ្យវាធ្លាក់ទៅដល់ដីដូចជាអ្វីដែលអ៊ំរ៉ាបានប្រាប់ចំណែកអ៊ំរ៉ាវិញគាត់ក៏បានធ្វើការសូត្រនៅបាលីរបស់គាត់បន្ទាប់មកគាត់បានស្រែកប្រាប់ថាកុំមករំខានយើងឲ្យសោះបើសិនជាមិនចង់ឲ្យយើងកុំចាយព្រលឹងរបស់ពួកឯងនោះទេឆាប់ចេញឲ្យឆ្ងាយពីពួកយើងភ្លាមទៅបន្ទាប់ពីគាត់ស្រែកប្រាប់បែបនេះហើយគាត់បានប្រាប់ឲ្យគេនឹងធ្វើដំណើរបន្តទៅមុខទៀតបន្ទាប់ពីពួកគាត់ធ្វើដំណើរទៅដល់វត្តចាស់ឃើញថាមេឃក៏ចាប់ផ្ដើមរាំងភ្លៀងបណ្ដើរគឺនៅតែរលឹមតិចតែប៉ុណ្ណោះដូច្នេះអ៊ំរ៉ាគាត់ក៏ចាប់ផ្ដើមស្វែងរកកន្លែងណាមួយដែលស័ក្តិសមជាមួយនឹងការបញ្ចុះសពកូនប្រុសរបស់គាត់អំឡុងពេលដែលគាត់កំពុងតែស្វែងរកទីតាំងល្អដើម្បីបញ្ចុះកូនប្រុសរបស់គាត់នឹងគាត់បានប្រាប់ទៅកាន់ពួកគេថារកកន្លែងដាក់ឲ្យស្រួលបួលទៅព្រោះអីដល់កន្លែងដែលត្រូវបញ្ចុះហើយអញ្ចឹងមិនចាំបាច់ខ្លាចទៀតនោះទេនៅពេលដែលបានលើអ៊ំរ៉ានិយាយបែបនេះពួកគេក៏បាននាំគ្នាដាក់មឈូសនោះចុះទៅលើដីចំណែកឯអ៊ំរ៉ាវិញគាត់ព្យាយាមស្វែងរកកន្លែងណាដែលស័ក្តិសមជាមួយនឹងការបញ្ចុះកូនប្រុសរបស់គាត់បន្ទាប់ពីគាត់ស្វែងរកមួយផ្លែតក្រោយមកគាត់ក៏បានឃើញថានៅកន្លែងមួយមើលទៅវាស័ក្តិសមដូច្នេះគាត់បានប្រាប់ឲ្យគេនឹងប្រញាប់ជីកនៅកន្លែងនេះដើម្បីបញ្ចុះកូនប្រុសរបស់គាត់តែម្ដងដោយពួកគេនឹងគឺប្រញាប់ជីកញាប់ដៃញាប់ជើងព្រោះពេលនេះគឺវារៀងយប់ទៅហើយដែរអញ្ចឹងហើយបានជាពួកគេប្រញាប់ជីកឲ្យវាឆាប់រួចរាល់បន្ទាប់ពីការចំណាយពេលមួយផ្លែតក្រោយមកហើយដោយសារតែមានមនុស្សច្រើនជួយគ្នាម្នាក់មួយដៃមួយជើងនឹងមិនយូរប៉ុន្មានភ្នូក៏ត្រូវបានជីករួចនៅពេលដែលឃើញថារណ្ដៅត្រូវបានជីករួចអ៊ំរ៉ាគាត់ក៏ចាប់ផ្ដើមធ្វើពិធីជាលើកចុងក្រោយដើម្បីបញ្ចុះសពកូនប្រុសរបស់គាត់ហើយបន្ទាប់ពីគាត់ធ្វើការសូត្រនៅបាលីរួចរាល់អស់ហើយគាត់ក៏បានប្រាប់ឲ្យគេលើកមឈូសនោះដាក់ចូលទៅក្នុងរណ្ដៅដែលបានជីករួចរាល់នោះពេលដែលមឈូសត្រូវបានដាក់ចូលទៅក្នុងរណ្ដៅរួចហើយពួកគេក៏ចាប់ផ្ដើមនាំគ្នាប្រញាប់កប់ដីទៅវិញនៅពេលដែលសពត្រូវបានបញ្ចុះរួចរាល់អ៊ំរ៉ាបានប្រាប់ឲ្យពួកគេត្រឡប់មកផ្ទះវិញរៀងៗខ្លួនប៉ុន្តែមុនពេលដែលពួកគេត្រឡប់មកផ្ទះវិញគាត់បានឲ្យខ្សែអំបោះពណ៌ក្រហមម្នាក់មួយទៅពួកគេដើម្បីចងដៃរបស់ពួកគេព្រោះអីការពារនៅពេលដែលពួកគេត្រឡប់មកផ្ទះវិញអាចនឹងជួបជាមួយនឹងហេតុភេទអ្វីមួយយ៉ាងដែលធ្វើឲ្យពួកគេភ័យខ្លាចឬក៏ពពួកវិញ្ញាណខ្មោចដែលនៅទីនេះអាចនឹងតាមពួកគេរហូតដល់ផ្ទះអញ្ចឹងហើយបានជាគាត់ឲ្យពួកគេពាក់ខ្សែអំបោះដែលគាត់បានឲ្យនេះដើម្បីការពារកុំឲ្យពពួកខ្មោចទាំងអស់នោះវាអាចមើលពួកគេឃើញនិងទៅតាមពួកគេរហូតដល់ផ្ទះនឹងឯងនៅទីបំផុតការបញ្ចុះសពរបស់នាវ៉ាន់ក៏ត្រូវបានធ្វើរួចរាល់ហើយអ៊ំរ៉ាគាត់ប្រកាសនៅក្នុងចិត្តថាការបញ្ចុះសពនេះគឺបានត្រឹមត្រូវ 100% មិនមានខុសទាស់ឬក៏មានបញ្ហាអ្វីកើតឡើងនោះទេចឹងហើយគាត់ក៏បានត្រឡប់ទៅកាន់វត្តវិញទោះរយៈពេល3ថ្ងៃក្រោយមកនៅពេលវេលាព្រឹកឡើងស្រាប់តែមានអ្នកភូមិជាច្រើនបាននាំគ្នាមកដល់វត្តទាំងព្រឹកតែម្ដងហើយមូលហេតុដែលអ្នកភូមិមកដល់វត្តនេះគឺដោយសារតែពួកគេមករកលោកអ៊ំរ៉ាជាហេតុធ្វើឲ្យលោកអ៊ំរ៉ាគាត់ឆ្ងល់ថាតើអ្នកភូមិមករកគាត់ទាំងព្រឹកមានការអ្វីហើយថែមទាំងមកគ្នាច្រើនថែមទៀតនៅពេលដែលអ៊ំរ៉ាគាត់ចេញទៅធ្វើការសួរនាំទៅទើបដឹងថាការពិតអ្នកភូមិមកនេះគឺដោយសារតែពួកគេក៏កើតទុកមិនសុខចិត្តដោយសារតែពីយប់ទៅហើយកូនចៅរបស់ពួកគេគឺត្រូវបានខ្មោចកូនប្រុសរបស់អ៊ំរ៉ាលើងគឺជាខ្មោចរបស់នីវ៉ាន់នឹងឯងនៅពេលយប់ឡើងនឹងគឺនីវ៉ាន់បានដើរគោះទ្វារគេឡើងពេញភូមិតែម្ដងចំពោះអ្នកដែលមិនបានបើកទ្វារនឹងក៏មិនអីដែរប៉ុន្តែចំពោះអ្នកដែលបានបើកទ្វារនឹងគឺបានឃើញរូបភាពរបស់នីវ៉ាន់ស្រស់ៗតែម្ដងឈរនៅនឹងមុខកម្មចដាផ្ទះរបស់គេ
ចំណែកអ្នកខ្លះវិញនៅពេលដែលបើកទ្វារទៅបែរជាមិនបានឃើញអ្វីទាំងអស់ប៉ុន្តែនៅពេលដែលគេបិទទ្វារវិញស្រាប់តែសំឡេងគោះទ្វារក៏បានឮម្ដងទៀតមិនត្រឹមតែប៉ុណ្ណោះថែមទាំងបានហៅម្ចាស់ផ្ទះឲ្យបើកទ្វារថែមទៀតបើតាមពួកគេស្ដាប់សំឡេងច្បាស់ទៅគឺគ្មាននរណាម្នាក់ក្រៅពីនិវ័ននោះទេដោយសារតែនិវ័នគឺជាមនុស្សនៅក្នុងភូមិចឹងឲ្យបានជាពួកគេអាចចំណាំសំឡេងរបស់និវ័នបានហេតុនេះបានជាអ្នកភូមិមករករឿងអំណាចព្រោះតែចង់ឲ្យអំណាចនឹងដោះស្រាយចំពោះរឿងមួយនេះគឺជាអាចារ្យយូគីមួយទាំងមូលប៉ុន្តែហេតុអ្វីបែរជាបញ្ចុះសពកូនប្រុសរបស់គាត់មិនបានត្រឹមត្រូវបែរជាធ្វើឲ្យគេនឹងចេញលងអ្នកភូមិឡើងពេញភូមិបែបនេះអ្នកខ្លះរហូតដល់ធ្លាក់ខ្លួនឈឺថែមទៀតចំពោះអ្នកខ្លះវិញដែលត្រូវចេញទៅរកស៊ីនៅពេលយប់ព្រលប់ហ្នឹងក៏មិនហ៊ានចេញទៅទៀតដែរដោយសារតែគេហ្នឹងគឺបានធ្វើការលងបន្លាចយ៉ាងចាស់ដៃតែម្ដងដែលធ្វើឲ្យម្នាក់ហ្នឹងគឺរស់នៅមិនបានសុខទាល់តែសោះចំណែកឯអ៊ំរ៉ានៅពេលដែលបានឮអ្នកភូមិនិយាយបែបនេះគាត់ចាប់ផ្ដើមឆ្ងល់ព្រោះអីកូនរបស់គាត់គឺត្រូវបានគាត់បញ្ចុះបានត្រឹមត្រូវរួចទៅហើយមិនមានភាពខុសឆ្គងត្រង់ចំណុចណាមួយឡើយគាត់ដឹងថាកូនប្រុសរបស់គាត់ស្លាប់ដោយតៃហោងចង់ឲ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់ណាស់ដូច្នេះมันអាចមានរឿងកើតឡើងនោះទេប៉ុន្តែហេតុបានជាពេលនេះអ្នកភូមិបែរជានិយាយថាកូនប្រុសរបស់គាត់ទៅលងពួកគេឡើងពេញភូមិអញ្ចឹងធ្វើឲ្យគាត់គិតមិនយល់ទាល់តែសោះដូច្នេះគាត់ក៏បានធ្វើការសន្យាជាមួយនឹងអ្នកភូមិថាគាត់នឹងដោះស្រាយរឿងនេះឲ្យបានឆាប់រហ័សគាត់នឹងមិនឲ្យអ្នកភូមិរងការភ័យខ្លាចនិងជួបទុក្ខលំបាកដោយសារតែកូនប្រុសរបស់គាត់នោះទេបន្ទាប់ពីទទួលបានការសន្យាពីអ៊ំរ៉ាហើយអ្នកភូមិក៏បាននាំគ្នាត្រឡប់ទៅវិញព្រោះអីអ៊ំរ៉ាគាត់គឺជាលោកអាចារ្យដ៏ល្អម្នាក់ហើយអ្នកភូមិក៏មានការគោរពដល់គាត់ផងដែរប៉ុន្តែដោយសារតែកូនប្រុសរបស់គាត់មកលងបន្លាចពួកគេបែបនេះបានជាពួកគេមករកគាត់ឲ្យជួយដោះស្រាយឲ្យតែម្ដងទៅពួកគេគ្មានបំណងមករករឿងគាត់នោះទេព្រោះតែដឹងថាគាត់កំពុងតែលំបាកចិត្តដោយសារតែកូនប្រុសរបស់គាត់ទើបតែនឹងស្លាប់ប៉ុន្តែពួកគេក៏មិនអាចរស់នៅក្នុងភាពភ័យខ្លាចបែបនេះបានដែរហើយការទទួលខុសត្រូវទាំងអស់គឺអ៊ំរ៉ាគាត់ជាអ្នកទទួលខុសត្រូវអញ្ចឹងហើយបានជាពួកគេមករកគាត់ឲ្យដោះស្រាយបែបនេះបន្ទាប់ពីទទួលបានដំណឹងពីអ្នកភូមិបែបនេះហើយអ៊ំរ៉ាគាត់អង្គុយគិតថាតើគាត់គួរតែដោះស្រាយរឿងរ៉ាវមួយនេះដោយរបៀបណាដូច្នេះគាត់ក៏ចាប់ផ្ដើមនឹកឃើញថានៅយប់នេះគាត់នឹងទៅកន្លែងភ្នូកូនប្រុសរបស់គាត់ដែលគាត់បានបញ្ចុះនោះគាត់សង្ស័យថាអាចនឹងមានអ្វីមួយដែលនៅពីក្រោយរឿងរ៉ាវមួយនេះព្រោះឯកូនប្រុសរបស់គាត់ច្បាស់ជាមិនអាចចេញមកលងអ្នកភូមិបាននោះទេលុះដល់ពេលវេលាយប់ឡើងចូលមកដល់គាត់ក៏បានចាប់ផ្ដើមចេញដំណើរទៅកាន់វត្តចាស់តែម្នាក់ឯងតែប៉ុណ្ណោះនៅពេលដែលគាត់ធ្វើដំណើរទៅដល់វត្តចាស់គាត់ក៏បានពិនិត្យភ្នូកូនប្រុសរបស់គាត់ហើយគាត់ក៏បានមើលបរិវេណជុំវិញនឹងឃើញថាដូចជាមិនមានអ្វីខុសប្លែកនោះទេហើយបើតាមបទពិសោធន៍របស់គាត់គិតថាការលងបន្លាចនេះគឺមិនមែនជាវិញ្ញាណខ្មោចកូនប្រុសរបស់គាត់ឡើយអាចជាវិញ្ញាណផ្សេងវាមកបន្លំខ្លួនតែប៉ុណ្ណោះនៅពេលដែលគាត់គិតដល់រឿងមួយនេះគាត់ក៏ចាប់ផ្ដើមនឹកឃើញថាកូនប្រុសរបស់គាត់គឺត្រូវបានស្លាប់ដោយសារតែខ្មោចលងហើយខ្មោចដែលលងកូនប្រុសរបស់គាត់នោះគឺជាខ្មោចដែលគេបានដឹកនឹងឯងចឹងច្បាស់ជាខ្មោចដែលកូនប្រុសរបស់គាត់បានដឹកនោះជាមិនខានដោយសារតែពេលហ្នឹងគាត់រវល់ជាមួយនឹងការស្លាប់របស់កូនប្រុសគាត់ខ្លាំងពេករហូតធ្វើគាត់ភ្លេចគិតទៅដល់ខ្មោចដែលកូនប្រុសរបស់គាត់បានដឹកមកនោះថាតើគេបានបញ្ចុះវាបានត្រឹមត្រូវឬក៏អត់ប៉ុន្តែបើសិនជាខ្មោចនោះវាមិនកាចសាហាវនោះទេវាក៏មិនអាចចេញមកលងកូនប្រុសរបស់គាត់រហូតធ្វើឲ្យគេគាំងបេះដូងស្លាប់បានដែរចឹងមានន័យថាប្រហែលជាខ្មោចនោះ 100% ហើយដូច្នេះគាត់ក៏ចាប់ផ្ដើមរៀបចំធ្វើពិធីហៅវិញ្ញាណខ្មោចនោះឲ្យចេញមកតែម្ដងព្រោះការដែលធ្វើបែបនេះវាធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់គាត់ជាពិសេសកូនប្រុសរបស់គាត់ដែលបានស្លាប់ទៅហើយគេមិនដឹងអីនោះគឺនឹងត្រូវរងការជេរបន្តិចនិងដាក់បដាសាពីអ្នកភូមិហើយនៅពេលដែលអ៊ំរ៉ាគាត់ចាប់ផ្ដើមធ្វើពិធីនៅពេលនោះវិញ្ញាណខ្មោចនោះវាពិតជាចេញមកពិតមែនប៉ុន្តែមិនមែនជាវិញ្ញាណខ្មោចដែលកូនប្រុសរបស់គាត់ដឹកនោះទេគឺជាវិញ្ញាណខ្មោចរបស់នីវ៉ាន់នឹងតែម្ដងនៅពេលដែលគេចេញមកដល់គេបានយំទួញសោកសុំឲ្យឪពុករបស់គេជួយគេមិនចង់រងទុក្ខវេទនានៅទីនេះទៀតនោះទេប៉ុន្តែអ៊ំរ៉ាគាត់ដឹងថាវិញ្ញាណខ្មោចនោះមិនមែនជាវិញ្ញាណកូនប្រុសរបស់គាត់ឡើយគាត់បានស្រែកស្ដីបន្ទោសឲ្យវាថាឯងឈប់បន្លំធ្វើជាកូនប្រុសរបស់យើងទៅបើមិនដូច្នោះទេយើងនឹងកំចាយព្រលឹងរបស់ឯងជាមិនខាននិយាយឲ្យគាត់ក៏បានបាចនៅទឹកមុនរបស់គាត់ចំទៅលើវិញ្ញាណខ្មោចនោះដែលជាហេតុធ្វើឲ្យវាមានអារម្មណ៍ក្តៅផ្សាជាខ្លាំងវាបានស្រែកនិងធ្វើការសុំទោសទៅកាន់អំណាចដែលវាបន្លំខ្លួនធ្វើជាកូនប្រុសរបស់គាត់បែបនេះវាសន្យាថាចាប់ពីថ្ងៃនេះទៅ
វានឹងឈប់ធ្វើបាបអ្នកភូមិទៀតហើយបន្ទាប់ពីវានិយាយបែបនេះហើយវាក៏បានចាក់ចេញទៅវិញបាត់ទាំងដែលអ៊ំរ៉ាគាត់មិនទាន់បាននិយាយអ្វីជាមួយនឹងវាបន្តទៅទៀតផងចំណែកអ៊ំរ៉ាវិញនៅពេលដែលវាសន្យាបែបនេះគាត់មិនទាន់ជឿវានោះទេព្រោះតែវាគឺជាខ្មោចតៃហោងវាបានលងកូនប្រុសរបស់គាត់ម្នាក់រហូតដល់ស្លាប់ដូច្នេះវាមិនមែនជាខ្មោចធម្មតានោះទេភាពកាចសាហាវរបស់វានឹងយកជីវិតរបស់អ្នកភូមិផ្សេងទៀតអញ្ចឹងគាត់គឺត្រូវតែប្រញាប់ចាត់ការវាឲ្យទាន់ពេលវេលាបន្ទាប់ពីគាត់គិតបែបនេះហើយគាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញលុះដល់ពេលវេលាព្រឹកស្អែកឡើងគាត់ក៏បាននាំគ្នាត្រឡប់មកវិញដើម្បីគាត់យកសាកសពរបស់ក្មេងកំឡោះដែលនីវ៉ាន់បានកប់នោះយកទៅធ្វើការបូជាលុះត្រាតែគាត់យកសាកសពរបស់គេទៅធ្វើការបូជាជាមុនសិនទើបគាត់អាចកម្ចាត់វិញ្ញាណរបស់គេបាននៅពេលដែលគាត់បូជារួចរាល់ហើយពេលយប់ចូលមកដល់គាត់ក៏បានមកដល់ទីនេះម្ដងទៀតនឹងហៅវិញ្ញាណមួយនោះឲ្យចេញមកហើយវាគឺពិតជាខឹងខ្លាំងមែនទែននៅពេលដែលគាត់យកសាកសពរបស់វាយកទៅបូជាបែបនេះពេលនេះវាចាប់ផ្ដើមមានកំហឹងចង់សម្លាប់ទាំងគាត់ថែមទៀតប៉ុន្តែដោយសារតែអ៊ំរ៉ាគាត់គឺជាអាចារ្យដ៏ខ្លាំងពូកែម្នាក់ដូច្នេះខ្មោចធម្មតាគឺមិនអាចធ្វើអ្វីគាត់បាននោះទេហើយវិញ្ញាណខ្មោចមួយនេះក៏ត្រូវបានគាត់កំចាយផងដែរគាត់មិនអាចទុកឲ្យវាទៅលងនឹងធ្វើបាបអ្នកភូមិបាននោះទេបើសិនជាវាមិនទាន់បានសម្លាប់មនុស្សប្រហែលជាគាត់អាចនឹងលើកលែងឲ្យវាប៉ុន្តែនេះវាបែរជាហ៊ានសម្លាប់កូនប្រុសរបស់គាត់អញ្ចឹងគាត់ក៏នឹងកំចាយព្រលឹងរបស់វាដូចគ្នាផងដែរនៅទីបំផុតបន្ទាប់ពីការតទល់ជាមួយនឹងខ្មោចនឹងមួយសន្ទុះខ្មោចនឹងក៏ត្រូវបានអ៊ំរ៉ាកំចាយព្រលឹងបាត់ទៅហើយអ៊ំរ៉ាគាត់ក៏បានត្រឡប់មកផ្ទះរបស់គាត់វិញលុះដល់ពេលវេលាព្រឹកស្អែកឡើងគាត់ក៏បានយករឿងរ៉ាវមួយនេះប្រាប់ទៅកាន់អ្នកភូមិនិងប្រាប់អ្នកភូមិថាចាប់ពីថ្ងៃនេះតទៅអ្នកទាំងអស់គ្នាមិនចាំបាច់មានការភ័យខ្លាចអ្វីទៀតនោះទេខ្មោចដែលលោកអ្នកទាំងអស់គ្នាបន្លំធ្វើជាកូនប្រុសរបស់គាត់គឺជាខ្មោចក្មេងប្រុសម្នាក់ដែលកូនប្រុសរបស់គាត់ទៅដឹកយកមកបញ្ចុះនឹងឯងប៉ុន្តែនៅពេលនេះគាត់បានធ្វើការកំចាត់វារួចរាល់ទៅហើយដូច្នេះអ្នកទាំងអស់គ្នាអាចរស់នៅដោយសុខសាន្តហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងដែរ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានសន្តាប់សាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់